ម៉ែអើយជួយកូនចៅផងអើយពិតជាសំណាងណាស់ដែលបិសាចនេះបរាជ័យប៉ុន្តែបើតបម្នាក់នេះមកពីណាទៅណាដូចជាធ្លាប់ស្គាល់តែជាមិត្តឬក៏ជាសត្រូវក្រែងយើងធ្លាក់ទៅលើអាគារមែនទេចុះហេតុលបងចូលស្អីទើបបានមកដល់ទីនេះវិញនេះមិនមានយល់សំទេការពិតខ្ញុំមានជីវិតរស់ខ្ញុំមានជីវិតរស់មិនស្លាប់ទេណែតាចាស់ទាំង3ឲ្យហើយតារាគេតចាស់យើងទាំង3នាក់នេះមានអាយុច្រើនឆ្នាំហើយណោះមិនបាច់ជាឲ្យយើងតចាស់អញ្ចឹងមើលទៅឯងជាមនុស្សចម្លែកអាកូនឯងរស់ឬខុសមនុស្សហើយយើងនឹងឲ្យឯងស្លាប់ទៅតាបចាហើយយកមិនបានស៊ីបាយមែនទេហើយទុកកម្លាំងខ្សោយបែបនេះទុកឲ្យយើងវិញម្ដងមើលអាវុធរបស់យើងជាអាវុធទេពមានអាយុកាលរាប់រយឆ្នាំព្រាអាចជាមនុស្សឬក៏ជាខ្មោចទៅអាវុធទេពខ្មោចយល់ស្អីសិតតែអាយុកាលរាប់រយឆ្នាំទាំងអស់នេះសិតតែជារបស់សម្ដែងទេមើលទៅលោកនិយាយល្ងីល្ងើហើយសុំទោសលោកនៅក្រុមសម្ដែងណាហើយមិនទេហើយនេះអញចាស់ឡានដូចជាស្ដេចស្វាសុខឧខំផងមែនទេឬមួយក៏អញឆ្លងភពមកកាន់ទីនេះមើលទៅមិនអាចទេយើងមិនខ្វល់ថាឯងជានរណាទីតែយើងជាស្ដេចបិសាចឧតាកញ្ចាស់ឯងទប់ទល់ជាមួយក្មេងប្រុសម្នាក់ក៏មិនបានផងនៅមានគេឈ្មោះអាចគូស្អីទៀតអ្នកកំឡុងយើងមិនខ្វល់ថាអលអីមកពីណាទីថ្ងៃនេះឯងបំផ្លាញរឿងល្អរបស់យើងនឹងកាត់ឯងជាបំណែកឲ្យត្រីស៊ីហើយបិសាចប្រកាច់ចូលស្អីលោកធ្វើស្អីនឹងឆាប់លេចដៃទៅព្រះអើយហេតុអីបានជាខ្ញុំខ្លាំងម្ល៉េះមើលទៅបារម្ភម្នាក់នេះហាក់បីដូចជាមានកម្លាំងខ្លាំងណាស់ប៉ុន្តែពេលដែលច្បាច់កងជើងមានអារម្មណ៍ហាក់បីដូចជាកំពុងតែអង្អែលកងជើងឬមួយជាការសម្ដែងពិតមែនណែកញ្ចាស់ក្បាលហើយនៅលេខចិត្តទៀតមែនទេល្មមទៅវត្តទៅវាហើយទៅវត្តអីអីជើងមិនទៅទេជើងគឺជាស្ដេចនៃសាច់ណាអរគុណប្រតិចារណាដែលបានប្រយុទ្ធជាមួយអបិស័កនេះខ្ញុំមើលតែលោកមិនមែនជាសត្រូវទេគឺជាមិត្តប៉ុន្តែមិនដឹងថាប្រតិចារមកពីណាទេខ្ញុំសូមគោរពខ្ញុំគឺជាអ្នកដឹកជញ្ជូនដឹកម្ហូបឲ្យគេខ្ញុំបានធ្វើការងារមួយនេះរយៈពេល3ឆ្នាំមកហើយជួនកាលធ្វើជាអ្នករត់តុកអីអញ្ចឹងតែកន្លែងនេះជាកន្លែងណាទៅរត់តុកម្ហូបប្រតិចារនិយាយលេងពេកហើយនេះលោកបានវាយជាមួយបិសាចច្រើនណាស់មើលតែយុទ្ធសាស្ត្ររបស់លោកគឺកម្រិតព្រះមិនអញ្ចឹងទេស្មើនឹងទេវតាឋានលើណាហើយមានតែយុទ្ធសាស្ត្រកម្រិតព្រះទេទើបអាចសម្រាប់បិសាចនេះបាននោះបិសាចនេះឈួតហើយប្រតិចារលោកប្រចាំផងជឿប្រាប់ហើយតើឲ្យទៅវត្តមិនព្រមទៅវត្តទេជួយបងវ៉ាកំដាប់ដៃខ្លាំងជាងអីពុទ្ធថងកែរំចង់ទៅទៀតម្ដាយសោះធ្វើឲ្យអាបិសាចនេះហោះស្ទុយកំដាប់ដៃនេះពិតជាខ្លាំងមែនមើលទៅប្រហែលជាជាតិមុនយើងរៀនរបស់កតាលទៅដឹងទឹកកំដាប់ដៃយើងនេះអីក៏ខ្លាំងយ៉ាងនេះមិនត្រូវទេបើខ្លាំងបែបនេះហេតុអីបានធ្វើជាអ្នកដឹកជញ្ជូនមើលទៅតាចាស់ទាំង3នាក់នេះហាក់បីដូចជាមានគេដាក់មន្តអាគមពីលើអញ្ចឹងតែខ្ញុំពិតជាអាចជួយពួកគាត់បានដែរឬទេមិនខ្វល់ទេសាកមើលសិនចាហើយមានរឿងអីនឹងចាតើត្រូវការជំនួយពីខ្ញុំដែរទេហ៎មិនបាច់ទេខ្ញុំក្តៅខ្លាំងណាស់អីបានជាលោកញញឹមដាក់ខ្ញុំបែបនេះចឹងទៅអាចាណែខ្ញុំគ្រាន់តែខ្ញុំញញឹមនឹងតែវាខុសស្អីវាជាការមិនសិទ្ធិរបស់ខ្ញុំតើខ្ញុំញញឹមខ្ញុំសារជារឿងរបស់ខ្ញុំអីក៏ចេះតែមកខ្ញុំបែបនេះលោកចង់អំពាវនាវមែនទេណែខ្ញុំនឹងអត់ហ៊ានទៅធ្វើអីបែបនេះខ្ញុំនឹងសម្រាប់លោកចោលចាមោទនភាពខ្លួនឯងពេកហើយមិនល្អទេហេតុអីក៏ខ្ញុំក្តៅខ្លួនខ្លាំងម្ល៉េះលោកចូលមកចូលធ្វើស្អីលោកមិនធ្វើអីប្រដេះណាខ្ញុំជាបរិជាមិនចឹងទេខ្ញុំនឹងសម្រាប់លោកស្អីគេនាងជាបរិជាបាទនាងជាបរិជាខ្ញុំមានតែប្រអិនអត់ទេបរិជាណាស្អាតចឹងនោះ
មិននឹកស្មានថាឆ្លងភពលើកដំបូងបើជាជួបស្រីស្អាតស៊ីខ្លួនគេព្រីបែបនេះសោះមិនអាចចោលនាងបានទេខ្ញុំសៅហ្វាន់ជាកំពូលបរោះស្មោះស្នេហ៍ត្រូវតែទទួលខុសត្រូវចំពោះនាងអាយ៉ាខ្ញុំទៅរកនាងសិនខ្ញុំគឺជាបរិជាដ៏អស្ចារ្យមហាជ័យ100ឆ្នាំហើយដែលខ្ញុំខំរក្សាភាពបរិសុទ្ធមិននឹកស្មានថាត្រូវមកបំផ្លាញដោយសារតែប្រុសចង្រៃម្នាក់នោះសោះខ្ញុំនឹងមិនឲ្យវារស់ស្រួលទេបនិកាយសៀនធានបងប្អូនទាំងអស់គ្នាបដិកាយសៀនធានរបស់យើងគឺជាអ្នកដឹកនាំនិកាយធំៗទាំង4នៅក្នុងរាជវង្សមហាជ័យជើងនេះក្នុងចំណោមបដិកាយទាំងអស់គេទទួលស្គាល់ថាមានតែបដិកាយរបស់យើងទេដែលល្អជាងគេអតីតបុព្វបុរសរបស់យើងគឺបានបង្ក្រាបនិងកម្ចាត់បិសាចអស់ច្រើនណាស់បដិរបស់យើងបានជួយវិជារាជទៅល្បីឈ្មោះគាត់ចូលក្នុងប្រវត្តិសាស្ត្រថ្ងៃនេះបដិសៀនធានរបស់យើងកំពុងតែជ្រើសរើសសិស្សហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមានឱកាសក្លាយទៅជាកូនសិស្សរបស់បដិយើងណានេះគឺជាសិស្សច្បងយាសៀនជារាជបុត្រាបរិសុទ្ធនៃនិកាយសៀនធានភាសាអត់ទេពេលដែលយើងហាត់ទម្លុះធាតុទាំង5នោះខ្ញុំប្រកាសជាព្រះនាងពេញចិត្តនឹងលើខ្ញុំមិនខានទេពេលនេះខ្ញុំត្រូវតែចុះពីភ្នំដើម្បីស្វែងរកឱសថល្អៗដើម្បីធ្វើជាថ្នាំថ្ងៃនេះខ្ញុំនឹងអញ្ជើញពលឹងស្ដេចអ្នកទាំង4ជ្រើសរើសដោយធម៌ពលវិញ្ញាណដើម្បីជ្រើសរើសកូនសិស្សបក្សសៀនធានរបស់យើងអូទៅស្អីទៅវិញមិនដែលដឹងទេទៅអត់ដែលដឹងទេព្រលឹងនេះទាំង4ត្រឡប់មកវិញហើយសូមទាំងអស់គ្នាអង្គគោរពសូមគោរពព្រលឹងស្ដេចអ្នកទាំង4សូមគោរពព្រលឹងស្ដេចអ្នកទាំង4ណែឯងក៏ជាក្លាហានណាស់នៅចំពោះព្រលឹងនេះទាំង4ឯងមកលុតជង្គង់អញចង់ស្លាប់មែនទេជង្គង់មាសរបស់ខ្ញុំសៅហ្វានលុតជង្គង់បានទៅលើមេឃដីនិងឪពុកម្ដាយតែប៉ុណ្ណោះចំណែកឯអ្នកដទៃនោះគឺខ្ញុំមិនលុតជង្គង់ទេទីលាននេះទាំង4គឺជាកន្លែងស័ក្តិសិទ្ធិដែលប្រពែបរោះរបស់យើងកំចាត់បិសាចឯងគ្រាន់តែជាមនុស្សធម្មតាម្នាក់ហ៊ានមើលងាយមិនគ្រប់ផងហ៎ពេលនេះតើឯងព្រមលុតជង្គង់អត់ឯណាពលឹងនាគនោះនៅណាមើលសុំមើលបន្តិចមើលនេះមែនទេដែលពលឹងនាគនោះមើលនេះអីអាយ៉ាគេធ្វើបាក់បាត់ហើយទៅធ្វើបាក់បាត់ហើយអញចង់ស្លាប់មែនទេហ៊ានបំផ្លាញវត្ថុស័ក្តិសិទ្ធិបាក់របស់យើងផងសត្វស្រមុតឯងហ៊ានបំផ្លាញវត្ថុស័ក្តិសិទ្ធិរបស់បាក់របស់យើងផងយើងស្មានថាជានរណាការពិតអាល្អិតនេះមានត្រឹមតែកម្លាំងតែប៉ុណ្ណោះប៉ុន្តែផ្នែកខាងវិញ្ញាណគឺមិនមាននោះទេសិស្សនិកាយបក្សសៀនធានស្ដាប់បញ្ជាចាប់អាល្អិតនេះដែលបំផ្លាញវត្ថុស័ក្តិសិទ្ធិរបស់បាក់យើងភ្លាមអត់ទេវត្ថុស័ក្តិសិទ្ធិស្អីហេតុអីក៏ភ័យយ៉ាងនេះជាវត្ថុស័ក្តិសិទ្ធិខ្មោចចូលស្អីទៅអីក៏ភ័យយ៉ាងនេះទៅក៏គ្មានអ្វីអស្ចារ្យដែរការបំផ្លាញវត្ថុស័ក្តិសិទ្ធិបុរាណរបស់យើងគឺត្រូវមានទោសប្រហារជីវិតមិនអាចគេចផុតទេតបជាប់វិញបានហើយទៅហើយអាយ៉ានាងមើលទៅមិនអីទេពិតមែនហើយមិនអីសោះរឿងមួយរបស់នេះដូចជាអ្នកកំឡោះនេះនិយាយអញ្ចឹងថារបស់អន់ឯងសង្ស័យតែរបស់នេះមកពីថៃមើលទៅអត់នេះពិតជាមានកម្លាំងខ្លាំងណាស់បើសិនជាយករាងកាយរបស់វាធ្វើជាថ្នាំនោះរបស់វត្ថុស័ក្តិសិទ្ធិរបស់យើងគឺឯងជាអ្នកបំផ្លាញហើយក៏ជាអ្នកដែលតបជាប់វិញដែរយ៉ាងណាអត់នេះវាជាអ្នកបំផ្លាញពិធីសម្រាប់ក្នុងការរិះគន់ត្រូវតែទទួលទោសប៉ុន្តែចាត់ទុកថាឯងធ្វើខុសជាលើកដំបូងទីស្នាក់និកាយបកកណ្ដាលរបស់យើងខ្វះអ្នកបម្រើដូច្នេះយើងដាក់ទោសឯងធ្វើជាអ្នកបម្រើបក្សសៀនធានក្នុងរយៈពេល3ឆ្នាំចានេះមិនអាចទៅរួចទេសុំសួរបន្តិចតើនៅបករបស់លោកមានបាយហូបទេប្រសិនបើជាមានអាហារហូបទីកន្លែងស្នាក់នៅខ្ញុំសុខចិត្តគ្រប់គ្រងជីវិតរបស់ឯងសម្រាប់ថាស្លាប់ឬរស់ផងបក្សសៀនធានរបស់យើងគឺជាបកដែលល្អបំផុតលំដាប់ពិភពលោកតើឯងដឹងទេមានកន្លែងស្នាក់នៅអាហារហូបចុកអ្វីដែលលោកនិយាយគឺមានទាំងអស់ប៉ុន្តែស្ដាប់លោកនិយាយគឺដូចជាកំប្លែងពេកហើយព្រះអង្គម្ចាស់ខ្ញុំម្ចាស់បានរកឃើញប្រុសម្នាក់នោះហើយគេឈ្មោះថាសៅហ្វាន់ហើយគេកំពុងតែធ្វើអ្នកបម្រើបក្សសៀនធានថាម៉េចជាអ្នកបម្រើលោកម្នេះមកហើយខ្ញុំយើងបានលើកកូនសិស្សគេនិយាយថាឯងនេះហាគឺបកកែធ្វើសរសៃខ្លាំងណាស់ហើយដូច្នេះយើងគិតថាដើម្បីកុំឲ្យចំណាយពេលអត់ប្រយោជន៍សូមឯងជួយធ្វើសរសៃជើងឲ្យយើងបន្តិចចាមើលទៅដូចជាមិនសូវសមទេដឹងអីអត់ដែរណែខ្ញុំធ្លាប់តែធ្វើសរសៃតែជាមនុស្សប្រុសបើឲ្យធ្វើសរសៃមនុស្សស្រីដូចជាមិនដែលទម្លាប់ធ្វើទេអេអ្នកផ្សេងអាចធ្វើបានហេតុអីក៏ធ្វើយើងមិនបានឯងនេះពិតជាចាប់មែនអ្នកណាឲ្យបាយឯងស៊ីរាល់ថ្ងៃយើងប្រាប់ឯងទៅចោះណាបើសិនជាឯងធ្វើមិនបានទេmấyថ្ងៃនេះគឺយើងមិនឲ្យ AI ទេតែចង់មាន AC ចាប់ពីពេលនេះតទៅត្រូវធ្វើសរសៃយើងរាល់ថ្ងៃចូលមកដើម្បីអាហារត្រូវតែទ្រាំបើមិនធ្វើទេច្បាស់จะដាច់បាយមិនខានហើយមានអារម្មណ៍ស្រួលខ្លួនមែនតើណែដេរឆានយើងមិនតែបាក់ជើងយើងទេបាក់ជាអីប៉ះពាល់ជើងរបស់នាងអីអាចចោលទៅចឹកទោះខ្ញុំមិនទេមុននឹងក្រោយវានឹងខ្លាចទៅជាថ្នាំរបស់ខ្ញុំទេ
ទុកឲ្យវារស់នៅប្រហែលថ្ងៃទៀតទៅយើងចម្រាញ់វាធ្វើជាថ្នាំហើយនោះយើងនឹងឡើងកម្រិតមួយទៀតពេលនោះយើងចង់ធ្វើស្អីក៏បានដែរតោះអើឈីហ៎ចាអាចង្រៃឯងហ៊ានតាមមកគុំជាមួយយើងផងហ៎អូយអេខ្ញុំធ្វើអីបានអញ្ចឹងល្អឯងចង់សាក់កន្លងធាតុជាមួយយើងផងមែនទេបើអញ្ចឹងយប់នេះមិនចាំបាច់ស៊ីអីទេអត់ទេគឺមិនឲ្យឯងស៊ីបេះថ្ងៃអាអ្នកបំរើម្នាក់នេះវាមានកម្លាំងឈីខ្លាំងណាស់ខ្ញុំចង់យកវាសាកធ្វើជាថ្នាំទប់របស់ខ្ញុំយល់ទេត្រូវតែជួយខ្ញុំណាទាំងអស់នេះសិតតែយើងកំងពីថាបាទមានទាំងពីលិញជឺការឈុកតកអឺដឺច្រើនថ្ងៃហើយទើបតែទទួលបាននៅពេលនេះទេពេលនេះយើងនឹងចម្រាញ់ពួកវាធ្វើជាថ្នាំសៅហ្វានហើយសៅហ្វានមិននឹកស្មានថាខ្ញុំបិណ្ឌមិនទាន់បានចប់ផងឯងងាប់បាត់ទៅហើយពេលនេះឯងខ្លាយទៅជាថ្នាំទប់របស់យើងថ្នាំទប់របស់យើងនឹងលេបឲ្យមានជីវិតអមតៈមានជីវិតរស់នៅបានយូរលឿនឡើងឆាប់ចេញពីទីនេះទៅយើងមិនអនុញ្ញាតឲ្យឯងនៅទីនេះទេណាឯងត្រូវទទួលទោសបើមិនចឹងទេនោះគឺឯងត្រូវតែចុះពីលើភ្នំអាចារ្យសិច្បងតើខ្ញុំធ្វើខុសអ្វីទៅហេតុអីបានជាបណ្ដេញខ្ញុំបែបនេះប៉ុន្មានខែមកនេះខ្ញុំប្រឹងប្រែងធ្វើការងារនៅទីនេះខ្លាំងណាស់សិច្បងមើលចោះហើយចោះឲ្យនឹងស្អីគេចេះសៅវ៉ាន់ឯងងាប់ទៅងាប់ទៅឆាក់ងាប់ទៅប៉ុណ្ណឹងក៏ចប់បាត់ទៅហើយសាប់អូនពិតជាធ្វើបានល្អខ្លាំងណាស់បើសិនជាសិស្សច្បងចម្រាញ់ថ្នាំបានសម្រេចនោះនឹងឲ្យសិស្សអូនមួយចំណែកពេលនោះសិស្សអូនច្បាស់ជាមានគេឈ្មោះល្អមិនខានទេសិស្សអូនមិនជឿជាក់លើបងមែនទេសិស្សច្បងទុកចិត្តចាស់អ្វីក៏ដោយឲ្យតែខ្ញុំអាចជួយសិស្សច្បងបានគឺខ្ញុំជួយសិស្សច្បងឲ្យអស់ពីលទ្ធភាពមនុស្សដូចវាសំតែស្លាប់ក្រាបថ្វាយបង្គំព្រះអង្គបេសកជនមកពីនគរទាំង3ចង់មកចរចាជាមួយនឹងព្រះអង្គបេសកជនទាំងនោះមកចរចាឲ្យយើងចុះចាញ់ពីទឹកដីមហាជ័យគេចាំមានបញ្ហាជាមួយយើងផងទេមិននឹកស្មានថាប្រទេសតូចតាចសោះបែរជាចង់បាក់បោគេចង់ឲ្យយើងចុះចាញ់យើងក៏ចរចាជាមួយគេឆ្លើយតបត្រឡប់ទៅវិញទៅថា3ថ្ងៃទៀតគឺយើងសុំចរចាណាយើងធ្វើពិធីនោះនៅបក្សៀនធានបញ្ឆោតនគរទាំង3ឲ្យគេចុះចាញ់មហាជ័យម្យ៉ាងទៀតយើងត្រូវប្រកាសប្រាប់ថាយើងនឹងរៀបការជាមួយក្រុមម្នាក់ឈ្មោះថាសៅហ្វានយើងមានផែនការផ្ទាល់ខ្លួនពួកលោកមិនដែលរាយការណ៍ទេយើងពិតជាឆ្លាតណាស់គឺមានតែល្បិចនឹងទេដែលអាចដោះស្រាយបញ្ហានោះយើងរៀបចំតារីចម្រាំងសៀនធានគឺដើម្បីទៅពិភាក្សាជាមួយព្រឹទ្ធាចារ្យទាំងអស់សិស្សណាដែលអាចកម្ចាត់បិសាចបានគឺយើងត្រូវតែឲ្យរង្វាន់គេទទួលរាជបញ្ជាយ៉ាណាអើយឃ្លានចិត្តងាប់ទៅហើយមានអីស៊ីខ្លះអត់នឹងលោកអើយអាចារ្យអើយមាននំប៉ាវនំប៉ាវឆ្ងាញ់ណាគេនឹងណែអាចចឹងហើយហើយបាច់បានជិះលុយនឹងស៊ីនំប៉ាវចឹងហ៎សើសាដោយសារលោកមេបៈសៀនធានព្រះអង្គមានរាជបញ្ជាថាយកកន្លែងបៈលោកដើម្បីធ្វើជាការចរចាជាមួយនគរទាំង3បានប្រទានមាសប្រាក់ដើម្បីឲ្យលោកមេបៈចាត់ចែងនៅក្នុងការរៀបចំនៅក្នុងកម្មវិធីចរចានគរទាំង3ដូច្នេះសូមលោកមេបៈរៀបចំតាមបញ្ជារបស់ព្រះអង្គក្រាបថ្វាយបង្គំព្រះអង្គយើងខ្ញុំនឹងទទួលរឿងនេះតើវាយ៉ាងម៉េចទៅណាគឺជាអ្នកសម្រាប់បិសាចធ្វើឲ្យព្រឹទ្ធាចារ្យទាំង3មានរបួសទៀតផងតាមមើលទៅប្រហែលជាព្រឹទ្ធាចារ្យទាំងនោះរៀបការទៅដល់នគរទាំង3ហើយនិយាយឲ្យខ្លីទៅបក្សសិនធានរបស់យើងពេលនេះល្បីកប់សេរីហើយលុយហ៎ណែនំប៉ាវរបស់ខ្ញុំកាលយើងត្រាប់ឯក្នុងថ្នាំរយៈពេល3ថ្ងៃហើយតែបានចាញ់មានជីវិតរស់បែបនេះម្យ៉ាងទៀតថ្នាំរបស់យើងនៅណាទៅថ្នាំរបស់យើងស៊ីខ្ទេចអស់លេងហើយឃ្លានពេកប៉ុន្តែថ្នាំនេះពិតជាល្អណាស់ខ្ញុំជឿកាពះពោះវៀនពីមុនសិតខ្លាំងពេកញៀនតិចដាក់ញៀនតិចដាក់តែឥឡូវកាពះរបស់ខ្ញុំលេងបញ្ហាហើយចង់ផឹកប្រហែលកាលទៀតអត់បញ្ហាទេរបស់ចូលថ្នាំរបស់យើងយើងមិនខ្វល់ទេសាវ៉ាត់ឯងទៅសងថ្នាំរបស់យើងបើមិនចឹងទេយើងនឹងសម្រាប់ឯងមិនខានទេអាយ៉ាកូនប្រហែលបានហើយគ្រាន់តែនំប៉ាវមួយសោះវាគ្រាន់តែជាអ្នកបម្រើបើសិនជាវាហ៊ានធ្វើបាត់ល្មើសបែបនេះបណ្ដេញវាចេញពីបាក់របស់យើងតែម្ដងទៅកុំទុកវានៅទីនេះទៀតវាយចាប់ចែងទៅដេញវាចូលពីភ្នំមិនទទួលស្គាល់វាចូលក្នុងបាក់សិនធានរបស់យើងទៀតទេទុកក៏មិនចំណេញដកចេញក៏មិនខាតដែរដេញចេញទៅណែអីសំបកុំដេកខ្ញុំបានទេសំបលោកអើយសំបម្ចាស់បាក់សៀនធានសៀនខាយស្ដាប់រាជបញ្ជាព្រះអង្គចេញរាជបញ្ជាដោយផ្ទាល់កិច្ចពិភាក្សាតំណាងនគរទាំង4ប្រព្រឹត្តទៅក្នុងរយៈពេល3ថ្ងៃដែលស្ថិតនៅបក្សសៀនធានរបស់លោកដើម្បីផ្សះផ្សាទំនាក់ទំនងនគរទាំង4
ទទួលរាជសារអាយ៉ាកិច្ចពិភាក្សាប្រជុំគ្នានៅក្នុងនគរទាំង4គឺមកប្រជុំគ្នានៅបករបស់យើងវ៉ាវបករបស់យើងឲ្យលុយអស់តោះសូមទទួលបញ្ជា ម្យ៉ាងទៀតព្រះអង្គបានប្រកាសជាពិសេសសៅហ្វានដែលជាសេះបកសៀនធានក៏ត្រូវទៅចូលរួម ណែហេតុតែបានជាមានវិធានអញ្ចឹងសូមសួរបន្តិចសៅហ្វាន់នោះណាគេទៅណែគឺអាម្នាក់ដែលយើងដេញចេញទៅមិញហ្នឹងណាការពិតគឺអាម្នាក់នោះគ្រាន់តែជាអ្នកបម្រើបកសៀនធានរបស់យើងតែប៉ុណ្ណោះរឿងអីត្រូវការពីគេនោះ នេះជារាជបញ្ជារបស់ព្រះអង្គដែលផ្ទាល់ថាសៅហ្វានត្រូវទៅចូលរួមមិនអាចអវត្តមានជាដាច់ខាតបើសិនជាគាត់មិននៅទីនោះអ្វីគ្រប់យ៉ាងនឹងបរាជ័យក្នុងនាមលោកជាមេបករឿងនេះត្រូវចាត់ចែងយ៉ាងម៉េចលោកដឹងច្បាស់ណាស់ដឹងហើយកូនប្រុសនៅឈរធ្វើរបស់យកស្អីទៀតឆាប់ទៅហៅសៅហ្វាន់មកសួស្ដីមួយទាំងអស់គ្នានេះគឺជាការប្រកួតចូលរួមត្រឹមតែ10កាក់តែប៉ុណ្ណោះទេនឹងទទួលបាយបិណ្ឌមួយចានបាយបិណ្ឌនេះឆ្ងាញ់អស់តួនៅស្រុកខ្ញុំមូលតូចតែនៅស្រុកនេះមូលដូចដុំប៉ាវអញ្ចឹងលោកអ្នកអាចចាប់ផ្ដើមលេងឥឡូវនេះបានខ្ញុំជឿសំជឿល្អខ្ញុំសូមចូលរួមប្រកួតឯងចង់បានបាយបិណ្ឌមែនទេអញ្ចឹងសូមប្រាក់10កាក់មកសុំទោសខ្ញុំអត់មានប្រាក់ទេថាម៉េចសូម្បីតែប្រាក់10កាក់ក៏គ្មានផងចង់មកដណ្ដើមបាយបិណ្ឌនេះផងអាអ្នកសំទៀនបើឯងគ្មានប្រាក់ទេមិនចាំបាច់ចូលរួមប្រកួតស្អីទេបើលោកគ្មានប្រាក់ទេថយទៅម្ខាងទៅកុំបំផ្លាញ business របស់ខ្ញុំបងអ្នកនរគ្នាចូលរួមលេងណែរបស់ខាងណាខ្ញុំមានត្បូងមួយនេះជារបស់ល្អដែរសូមប្រកួតបានទេមកសម្មើតិចត្បូងរបស់ខ្ញុំនេះមានតម្លៃលើសពី10កាក់ទៀតថាគេដឹងហារបស់យកឆាប់ឲ្យមកណែអីយ៉ាអូយបាទរបស់ល្អវិញចូលប្រកួតបានសូមជួយកក់កញ្ចក់កក់សាច់ខ្លែមកហើយវិញស៊ីប៉ាវចូលរួមប្រកួតទៅបាទអូយល្អមែនអូយគាត់ទាញមកកាផ្លែតគេលេឈ្នះដែរវ៉ៃឯងចូលទៅបត់អូយអេអត់ទាស់អើយឈ្នះទៀតដែរវិញនេះខ្លាំងមែនយ៉ាងម៉េចឆាប់ចូលទៅអីពិតជាប្រេះផ្ដាំមែនឆាប់ចូលទៅណែពួកឯងមិនត្រូវឲ្យបាយបិណ្ឌទៅវាទេទៀតសូមអរគុណអ្នកទាំងអស់គ្នាចាំខ្ញុំឲ្យបាយបិណ្ឌម្នាក់ម្ដងពិតជាមិនអាចទៅរួចទេនេះច្បាស់ជាវាលេងល្បិចមិនខានទេឯងលេងល្បិចណែលេងល្បិចខ្មោចចូលស្អីណែចាប់ចេះទៅខ្ញុំគឺជាព្រះបត្របរិសុទ្ធនិកាយបកសិនធាតមនុស្សម្នាក់នេះគឺជាសិស្សបករបស់យើងសូមអស់លោកកុំប្រកាន់អីសាយប៉ាន់លោកមេបកមានបញ្ជាឲ្យឯងត្រឡប់ទៅបកវិញឯងនិយាយថាខ្ញុំជាសិស្សបកសិនធាតការពិតមិនមែនទេយើងត្រឹមតែជាកម្មកររបស់ឯងឲ្យយើងបម្រើពួកឯងគ្រាន់តែយើងលួចស៊ីនំតែម្ដងពួកឯងក៏មិនដេញយើងចេញពីបកយើងប្រាប់ឯងទៅចោះអត់ពីបករបស់ឯងក៏យើងអាចមានជីវិតរស់ដែរសាយប៉ាន់ស្រានជើញមិនចង់ផឹកស្រាមពីនៃមែនទេឯងគិតថាយើងនេះចង់ជិះឯងណាស់តែមែនទេនេះដោយសារតែឪពុកយើងដែលជាមេបកគាត់បញ្ជាយើងមកឲ្យមកយកឯងទៅវិញទេកុំអីនោះយើងមិនត្រូវការទេពួកឯងឆាប់លីវាឡើងទៅវិញណែកុំចូលមកអាគូទេរឆានណោភក្ខវៈតោសង្ឃូឯនេះយើងប្រាប់ឲ្យឯងមកជួយសៅហ្វាន់បែរជានិយាយបែបនេះទៅកាន់គាត់វិញលោកម្ចាស់សៅហ្វាន់អើយសូមជួយទៅជាមួយខ្ញុំវិញទៅខ្ញុំជាមេបកសៀនធានសូមបោះលោកបញ្ញាប់ទៅបកវិញទៅណាចង់ទៅក៏ទៅចង់ដេញក៏ដេញយ៉ាងម៉េចខ្ញុំមិនទៅទេគ្រាន់តែលួចស៊ីនំប៉ាវមួយបកមានគេឈ្មោះប៉ុណ្ណានៃដែរធ្វើចរិត200សូមទោសផងលោកម្ចាស់សៅហ្វាន់អើយដោយសារតែខ្ញុំមិនដឹងពីមុនឥឡូវចេះចោះកន្លែងបាក់យើងមានអាហារហូបចុកត្រឹមត្រូវថែមទាំងលើកយន្តធ្វើជាប្រពន្ធរបស់លោកទៀតផងលោកយល់យ៉ាងម៉េចដែរសូមលោកត្រឡប់ទៅបាក់វិញទៅមិត្តការនិយាយស្ដីរបស់លោកដូចជាតំណងគួរសមថែមទាំងលើកប្រពន្ធឲ្យខ្ញុំមួយទៀតបានខ្ញុំទៅតាមលោកក៏បានប៉ុន្តែខ្ញុំមានលក្ខខណ្ឌនិយាយមកមិនចាំបាច់លាក់លៀមទេលោកប្រកាសទេថាមានកន្លែងស្នាក់នៅមានអាហារហូបចុកទៀតថ្ងៃនេះគឺជាថ្ងៃដែលព្រះនាងនគរទាំង3បានមកដល់កាន់ប៉ារបស់យើងហើយដូច្នេះត្រូវតែរៀបចំឲ្យបានស្រួលបួលអ្នកទាំងអស់គ្នាត្រូវតែប្រយ័ត្នប្រយែងឲ្យចោះឲ្យសៅហ្វាន់តាណាបាត់ហើយមិនក៏មិនឃើញមិនឲ្យចូលទេអាកញ្ចេះអ្នកបម្រើដូចជាឯងមិនអនុញ្ញាតចូលទៅខាងក្នុងបានទេចេញទៅណែសៅហ្វាន់ឪពុកយើងគឺជាអ្នកអញ្ជើញឲ្យគេចូលមកក្នុងមកពួកឯងមិនចាំបាច់រៀបរៀងទេឲ្យគេចូលមកសៅហ្វាន់លោកពុកយើងចាំឯងនៅខាងក្នុងឆាប់ចូលមកលោកគឺជាលោកសៅហ្វាន់នេះព្រះអង្គទ្រង់ចេញរាជបញ្ជាឲ្យខ្ញុំមកការពារលោកជាពិសេសណាសូមចេញលោកទៅខាងនោះណែវ៉ាណែបានអាយ៉ានៅនាងលីនស៊ីមើលតែគេម្នាក់នេះត្រឹមតែជាអ្នកបម្រើមិនអាចមកអង្គុយទៅលើកៅអីលោកមិនប៉ះបានទេធ្វើបែបនេះក៏ប្រឆាប់គេទៅចុះវិញចុះព្រះនាងនគរទាំង3បានមកដល់អាយ៉ាសូមជួយព្រះនាង
ទូបង្គំសេនាប្រមុខរបស់ម្ចាស់ស្ត្រីលីនស៊ីសូមស្វាគមន៍បេក្ខជនទាំងអស់ដែលមកពីនគរផ្សេងក្នុងនាមម្ចាស់ស្ត្រីពិតជាមានកិត្តិយសណាស់ដែលប្រនាងទាំងអស់គ្នាមកចូលរួមកម្មវិធីនេះប្រមេម្ចាស់មានបេក្ខជនមកពីនគរទាំងអីហើយហេតុអីក៏និយាយវែងឆ្ងាយម៉េចយើងចូលចិត្តត្រង់តែត្រង់មកចូលចិត្តកាប់សម្លាប់ម្ចាស់របស់ឯងនៅកពតព្រៃមែនទេយើងមកដល់ហើយហេតុអីក៏មកចង់ចាញ់ហ៎ម្ចាស់របស់ខ្ញុំម្ចាស់មិនចូលចិត្តកាប់សម្លាប់ហើយត្រង់មិននៅក្នុងកពតព្រៃនោះទេប្រមេម្ចាស់ត្រង់យើងប្រនាងទាំងអស់មកចូលរួមក្នុងមហាចៃនេះគឺត្រង់ចង់ប្រកាសឲ្យប្រនាងរៀបអភិសេកជាមួយលោកម្ចាស់សៅហ្វានរៀបអភិសេកជុំអញអង្គុយសុកបាយជាមានប្រពន្ធតើព្រះអង្គជានរណាគេទៅទើបឲ្យយើងរៀបការជាមួយនឹងមនុស្សស្រីទាំង3នាក់នេះសៅហ្វានជានរណាមានលក្ខណៈសម្បត្តិអីមករៀបការជាមួយរាជវង្សនោះតើតើនឹងការស្លាប់រស់ព្រះអង្គម្ចាស់របួសធ្ងន់បបេបរោះសៀនធានបានស្លាប់ជាហោហែរាជវង្សចៅមានទំនុកចិត្តក្នុងការបង្ក្រាបនគររបស់យើងតែ3នៅពេលនេះហើយលើកនេះបិសាចបង្ហាញខ្លួនព្រះអង្គម្ចាស់ទ្រង់មានរបួសធ្ងន់ដោយសារតែប្រយុទ្ធជាមួយបិសាចរឿងទាំងអស់នេះអ្នកទាំងអស់គ្នាប្រហែលជាមិនធ្លាប់ធ្វើទេព្រះអង្គបានជួយសង្គ្រោះប្រជារាស្ត្របើគ្មានទ្រង់អ្នកទាំងអស់គ្នាមិនបានអង្គុយនៅទីនេះទេនិយាយមិនសមហេតុផលបបេបរោះនគរទាំង3របស់យើងបានបង្ហូរឈាមដើម្បីកម្ចាត់បិសាចយើងបានជានិយាយថាព្រះអង្គម្ចាស់របស់នាងជាអ្នកសម្រាប់បិសាចទៅវិញប៉ុណ្ណឹងបានហើយឈប់ប្រកែកគ្នាទៀតទៅពេលនេះលីនស៊ីគេនិយាយថាគេនឹងរៀបអភិសេកជាមួយសៅហ្វានតើសៅហ្វាននោះជានរណាទៅហើយតើគេស័ក្តិសមនឹងរៀបអភិសេកជាមួយទ្រង់មែនទេពេលនេះលីនស៊ីគេនិយាយថាគេនឹងរៀបអភិសេកជាមួយសៅហ្វានតើសៅហ្វាននោះជានរណាទៅហើយតើគេស័ក្តិសមនឹងរៀបអភិសេកជាមួយទ្រង់មែនទេសៅហ្វានឯងបញ្ចេញមុខបន្តិចមើលគឺខ្ញុំនឹងហើយណែអាពីរនេះឯងកាន់ស្បែកធ្វើស្អីលេចទៅពួកគេទាំងពីរនេះម៉ាស្សាឲ្យខ្ញុំទេឃើញទេឡើងសាច់ដំតកង់ហើយនេះលោកមេប្រាក់មើលទៅរូបមន្តរបស់លោកនេះពិតជាអែបអស់ទាស់មិនហ៊ានទទួលទេមិនហ៊ានទទួលទេនាងពិតជាល្ងីល្ងើមែនតែបរៀបការជាមួយប្រុសម្នាក់នេះមើលទៅផ្លាត់នៃចង្កេះរបស់គេគឺជាអ្នកបម្រើច្បាស់ណាស់ព្រះអង្គម្ចាស់ធ្វើបែបនេះចំពោះពួកយើងតើមានន័យយ៉ាងម៉េចទៅអ្នកបម្រើម្នាក់នេះគឺគ្មានធម៌ពលវិញ្ញាណតទៅសោះមិនសមនឹងប្រនាងរៀបអភិសេកជាមួយគេទេធ្វើនេះគឺដូចជាមួយងាយពួកយើងពេកណែចង់សួរនាងគិតថាខ្ញុំនឹងចង់បាននាងឲ្យញាស់សាច់ណាស់មែនទេប៉ុន្តែសម្រាប់របស់ពួកនាងពិតជាលយខំអស់ទាស់តែម្ដងស្អាតជាងតារាទៅទៀតបើតាមលក្ខណៈសម្បត្តិរបស់ឯងនេះគឺមិនស័ក្តិសមនឹងរៀបអភិសេកជាមួយពួកយើងទាំង3ទេណាឈើចាត់ទុកថាខ្ញុំនេះចាប់អារម្មណ៍លឿននាងណាស់មែនទេហើយចុះហេតុអីបាត់ជាលោកនៅទីនេះទៅវិញចាហើយចុះអាណាទៅដឹងទៅគឺលោកមេប៉ាក់ម្នាក់នេះតែអញ្ជើញខ្ញុំនៅពីក្រៅភ្នំឯណោះឲ្យខ្ញុំត្រឡប់មកប៉ាក់វិញចាយដនអីស្រាប់តែឮថារៀបការតែម្ដងហើយឲ្យរៀបការម្នាក់នោះទៀតណាចង់រៀបការជាមួយឯងនោះលោកមេប៉ាក់គាត់និយាយគឺគ្រាន់តែចង់លួងលោមឯងឲ្យត្រឡប់មកវិញតែប៉ុណ្ណោះយើងប្រាប់ឯងទៅចោះណាគឺមានតែសិស្សច្បងហ្វាំងយូរតែប៉ុណ្ណោះដែលស័ក្តិសមជាមួយគុណសម្បត្តិរបស់យើងនោះហើយចុះចំណែកឯងវិញឯងគ្រាន់តែជាសត្វគីងពូដែលចង់ស៊ីសត្វកញ្ញាមើលទៅពួកនាងនិយាយដូចតែផ្ទះលេខ2អញ្ចឹងនិយាយឡើងចេះនិយាយឡើងចោះវល់អស់ហើយមើលទៅនាងដើមទ្រូងមិនបានស្មើនឹងមិត្តស្រីខ្ញុំទេសម្រាប់ខ្ញុំវិញគឺអត់ជាបញ្ហាទេអាចទទួលយកនាងទាំង3នាក់ធ្វើជាប្រពន្ធបានប៉ុន្តែចង់សួរនាងថាតើនាងអាចទទួលយកខ្ញុំបានដែរឬទេមិនស័ក្តិសមជាមួយយើងទេឯងគិតថាខ្លួនឯងសង្ហាណាស់មែនទេមកស្អាតបានតិចឯងគិតថាឯងលុយណាស់មែនទេកាពិតឯងត្រឹមតែជាតំណាក់ជាអ្នកបម្រើតែប៉ុណ្ណោះណែអ្នកបម្រើយ៉ាងម៉េចក្រាញ់ឯងនេះជាអ្នកអញ្ជើញយើងមកទេម្យ៉ាងទៀតព្រះអង្គម្ចាស់គឺជាអ្នកបញ្ជាយើងឲ្យរៀបការជាមួយនឹងពួកនាងហើយចោះឯងជាស្អីមកនិយាយភ្លេភ្លើបែបនេះមួយក៏ភ្លៀងរាប់មួយលើឯងហ៊ានលោកធ្វើបែបនេះចង់ក្បត់នារីជបងចៅមែនទេណាឲ្យលោកនិយាយទៅគឺមានតែសៅហ្វានទេដែលស័ក្តិសមនឹងព្រះអង្គម្ចាស់ការពិតលោកសៅហ្វានគឺជាអ្នកបំផ្លាញផែនការស្ដេចបិសាចចង្រៃនោះឲ្យបរាជ័យថាម៉េចវាគឺជាអ្នកកំចាត់ស្ដេចបិសាចរូបរាងដូចឯងអញ្ចឹងទោះបីយកបងអេណូមកស្បត់ក៏យើងមិនជឿដែរយើងប្រាប់ឯងទៅចោះព្រះនាងនគរទាំង3គួរតែស័ក្តិសមជាមួយនឹងយើងនោះទេព្រះនាងនគរចៅដើម្បីយកលេសនេះគឺបង្អាក់នគរទាំង3របស់យើងប្រឆាំងជាមួយអធិស្ឋានរឿងនេះក៏ខ្ញុំមិនដឹងដែរមានតែព្រះនាងផ្ទាល់ទេតែជាអ្នកដឹងផ្ទាល់ស្ដេចបិសាចមែនទេគឺខ្ញុំជាអ្នកដេញវានិយាយប្រេប្រដាតាមសមត្ថភាពរបស់ឯងចង់ថាខ្លួនឯងគឺជាអ្នកបណ្ដេញស្ដេចបិសាចមែនទេនិយាយបែបនេះអួតជ្រុលពេកហើយឯងគ្រាន់តែជាអ្នកបម្រើនៃបក្សសៀនធានរបស់យើងតែប៉ុណ្ណោះទេសមត្ថភាពដ៏កាក់របស់ឯងប៉ុណ្ណឹងលោកថាស័ក្តិសមជាមួយនឹងព្រះនាងនគរទាំង3មែនទេឯងដេញណាគេទៅដែលរៀបអភិសេកជាមួយព្រះនាងនោះធ្វើបែបនេះឲ្យព្រះនាងច្បាស់ជាខ្ញាល់ជាមិនខានខ្ញុំច្បាស់ជាបញ្ចូលចាញ់ពួកយើងទេការចរចាលើកនេះគឺច្បាស់ជាបរាជ័យអ្នកបម្រើម្នាក់នេះមិនស័ក្តិសមជាមួយព្រះនាងពេញមកខ្ញុំទេនិយាយតាមត្រង់ចោះខ្ញុំក៏មិនចង់នៅបក្សសៀនធានដែរប៉ុន្តែគាត់ថាព្រះនាងបាននិយាយច្បាស់ថាព្រះនាងទាំង3ត្រូវតែរៀបការជាមួយនឹងខ្ញុំអ្នកប្រុសត្រូវតែនិយាយការពិតតាមមានអ្វីកើតឡើងទៅនៅពេលដែលកម្ចាត់បិសាចនោះពីព្រោះថាមនុស្សដូចជាសេយយន់មីងខ្ញុំនេះគឺតែងតែគោរពចំពោះអ្នកក្លាហានជានិច្ចហើយខ្ញុំនឹងរៀបការជាមួយលោកសេយយន់មីងហេតុអីបានជាទ្រង់ចង់រៀបអភិសេកជាមួយប្រុសម្នាក់នេះមនុស្សមកកកហេតុអីក៏ទ្រង់មិនព្រមរៀបអភិសេកជាមួយគេទៅមិនយល់ទេហេតុអីក៏ទ្រង់ចង់រៀបអភិសេកជាមួយប្រុសល្ងងបែបនេះទៅវិញខ្ញុំម្ចាស់មិនដឹងថាគេនេះអាចកម្ចាត់បិសាចបានទេណាខ្ញុំម្ចាស់គ្រាន់តែដឹងថារាល់ថ្ងៃនេះគេជាអ្នកបម្រើរបស់ខ្ញុំម្ចាស់តែប៉ុណ្ណោះហើយគេចង់រៀបការជាមួយខ្ញុំម្ចាស់តែគេមានសមត្ថភាពប៉ុណ្ណាទៅខ្ញុំមិនទាន់ជំរាបបញ្ជាជាមួយនាងទេនាងប្រាប់ខ្ញុំដូចជាទេសកលអញ្ចឹងប៉ុន្តែមានសួរខ្ញុំទេថាខ្ញុំនេះចង់ខ្លាចជាអ្នកបម្រើរបស់នាងនោះខ្ញុំនៅទីនេះគ្រាន់តែបានបាយស៊ីតែប៉ុណ្ណោះទេប៉ុន្តែពួកនាងទាំងអស់គ្នាពិតជាចិត្តដេរឆានណៅណាស់ខ្ញុំបានធ្វើស្អីផងចង់សម្លាប់ខ្ញុំទៅវិញគាត់និយាយច្បាស់គឺលោកទេលួចអសិទ្ធសេចក្ដីរបស់ខ្ញុំហើយធ្លាក់ចូលទៅក្នុងឆ្នាំងស្ករនោះជារឿងចៃដន្យត្រូវហើយគឺឯងជាអ្នកលួចអសត់របស់យើងហើយមានដឹងទេថាអសត់ទាំងអស់នោះយើងក៏មកពីថាបើចំណាយពេលកន្លះខែជាងទើបបានមកដល់នេះដោយសារតែឯងល្ងងយើងក៏មកតែពី3ថ្ងៃទេគឺបានមកដល់ហើយគឺយើងប្រាប់គេឲ្យដឹកតាមចន្លោះបាទហើយចូលសេរីរបស់ជើងវិញបាក់សៀនធានខ្មោចយកឯងនេះគ្រាន់តែយើងលួចនៅប៉ៅមួយសោះប្រដេញជើងចេញសម្ដីរបស់លោកមិនសមហេតុផលសោះសៅហ្វាននិយាយទៅឯងគឺមានកំហុស
ដូច្នេះឯងទៅតែសុំទោសអ្នកទាំងអស់គ្នាបើមិនសុំទោសទេអញ្ចឹងយើងក៏មិនដឹងថាដោះស្រាយវាមិនដែរដូច្នេះឯងគួរតែសុំទោសអ្នកទាំងអស់គ្នាទៅកុំឲ្យរឿងវាហូតដូចស្ទឹងវិញឡើយហើយយោនេះជិះមិនឈ្នះខ្ញុំចង់ឲ្យខ្ញុំសុំទោសអ្នកទាំងអស់គ្នាអត់សាហ្វានអបកាច់កន្លែងនេះជាកន្លែងយើងអង្គុយទេហើយចាំបើខ្ញុំអង្គុយថាយ៉ាងម៉េចខ្ញុំនិយាយមកសន្ទុះហើយក៏ហត់ដែរបើខ្ញុំអង្គុយនិយាយមិនស្រួលនិយាយគ្នាទេម្យ៉ាងទៀតខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាគឺព្រះរាជាជាអ្នកបញ្ជាខ្ញុំឲ្យខ្ញុំរៀបការជាមួយនឹងទ្រង់ថែមជាមួយនឹងព្រះនាងទាំង3ទៀតផងគ្រាន់តែខ្ញុំអង្គុយតើវាយ៉ាងម៉េចលោកមិនដឹងពីឋានៈនៅអំណាចរបស់នគរទាំង3ទេឆាប់ចង់មកបើមិនជាលោកចង់ស្លាប់កុំអស់ប្រាក់សៀនធានរបស់យើងទៅពាក់ព័ន្ធជាមួយណាកន្លែងនោះជាកន្លែងឪពុករបស់យើងអង្គុយទេមិនអាប្រែតឯងមកអង្គុយប្រទេសប្រដាទេប្រយ័ត្នក្តៅគូតអញចង់រៀបការជាមួយយើងស្វប់របស់យើងសិនតែជួយព្រមអត់ឯងលឺយ៉ាងច្បាស់ពេញទៅជាហើយមែនទេពេលនេះគឺព្រះនាងនគរទាំង3គឺមិនពេញចិត្តរៀបការជាមួយនឹងឯងទេម្យ៉ាងទៀតឯងបានធ្វើខុសទំនំបក្សសិនធានរបស់យើងលោកពុកខ្ញុំរងចាំបញ្ជាលោកពុកដាក់ទូសៅហ្វានប្រហារជីវិតកាត់ក្បាលវាចោលទៅហើយយោខ្លាចឡើងញ័រសាច់ហើយនេះឯងចង់សម្លាប់យើងឯងមានសួរយើងទេថាយើងឲ្យឯងសម្លាប់ហើយនោះហ៎យើងធ្វើទាំងអស់នេះតាមបញ្ជារបស់ព្រះអង្គទេចង់សម្លាប់យើងផងមានដឹងថាខ្សែយើងធំទេអាចចោលពីបាញ់និយាយគ្នាមួយថ្ងៃឲ្យស្ដាប់បញ្យល់ទៀតគ្រាន់តែសុំទូលដល់ទាំងអស់គ្នាទៅមួយម៉ាត់គឺចប់ហើយនៅនិយាយទៅបាយអញ្ចឹងហើយបាយចង់ងាត់ទៅហើយនោះអញ្ចឹងយើងមានតែបញ្ជូនឲ្យឯងទៅឋាននរកជាប់កុំថាយើងនេះជាមេបកមានការមិនចេះយោគយល់កូនប្រុសចាប់ចែកតាមការគួរទៅបញ្ជូនវាទៅបាយឡេវទៅសូមរីកាហើយមានរឿងស្អីទៅឆាប់និយាយភ្លាមមកសិស្សរបស់យើងបានរើវត្ថុទិព្វមួយវត្ថុទិព្វជាវត្ថុទិព្វពាក់ព័ន្ធជាមួយនឹងគេមែនទេបាទខ្ញុំមិនដឹងដែរតែខ្ញុំក៏ឃើញថាវត្ថុទិព្វនោះពិតជាចម្លែកខ្លាំងណាស់អាយ៉ាវត្ថុទិព្វចម្លែកយកមកនេះមួយសម្រាប់ខ្ញុំទៅពិបាកពួកខ្ញុំដល់ផងពួកខ្ញុំវាយផងតែរបស់មួយនេះទៅតែមិនបែកអេនេះជាកំណប់ល្អជាវត្ថុទិព្វល្អបើយើងបំបីចោលនោះពិតជាគួរឲ្យស្ដាយខ្លាំងណាស់បើសិនជាយើងបានពាក់របស់នេះនៅលើក្បាលនោះទៅធ្វើសង្គ្រាមឬក៏ច្បាំងសមរភូមិនោះច្បាស់ជាជោគជ័យមិនខាតរបស់នេះគឺជាវត្ថុបុរាណចាប់ពីពេលនេះទៅវាជាកម្មសិទ្ធិរបស់បក្សីធានរបស់យើងហើយយ៉ាងម៉េចយើងនិយាយយូរហើយមិនក៏វិក្បាលចុះក៏វិក្បាលឡើងអញ្ចឹងឬមួយក៏ឯងស្គាល់វត្ថុបុរាណមួយនេះហើយយោខ្ញុំមិនដឹងថាប្រាប់លោកមេប៉ាល្បីមិនទេនេះគឺជាមុខសមត្ថភាពរបស់ខ្ញុំអានិយាយផ្ដាស់ស្អីទៅមុខសមត្ថភាពនោះការពិតវត្ថុនេះជាវត្ថុបុរាណហើយនិយាយនេះចង់ស្លាប់ហើយក្នុងឆែកនេះមិនចាំបាច់និយាយខ្ញុំអើងើយនេះគេហៅថាមុខសមត្ថភាពគឺមានតែពិភពរបស់យើងទេដែលមាននោះមុខសមត្ថភាពមួយនេះគឺទៅតែពាក់នៅលើក្បាលខ្ញុំមានសាក្សីអភិជាបានដល់ណាជាសាក្សីឯងទៅនិយាយមកសាក្សីរបស់លោកគ្មានភាពច្បាស់លាស់មិនអាចយកជាការបានទេនេះគឺជាម្នាក់នេះហើយជាសាក្សីរបស់ខ្ញុំមានតែនាងទេដឹងមិនខុសទេនេះគឺជាត្បូងរបស់ព្រះអង្គម្ចាស់ថាម៉េចព្រះអង្គម្ចាស់មានរបស់នេះគឺមានន័យថាជួបនឹងព្រះអង្គម្ចាស់ផ្ទាល់ការពិតខ្ញុំពិតជាសំណាងហើយមានត្បូងនេះក្នុងដៃហាក់បីដូចជាមានព្រះអង្គម្ចាស់ការពារមិននឹកស្មានថាស្រីម្នាក់នោះគឺជាព្រះអង្គម្ចាស់សោះអ្វីត្បិតតែត្បូងមួយនេះមើលទៅដូចជាត្បូងរបស់ព្រះអង្គម្ចាស់មែនប៉ុន្តែឯងថាឯងអាចលួចពីកន្លែងណាមួយឬមួយត្បូងនេះក៏អាចថាខ្លាំងខ្លាចដែរណាឯងនិយាយខុសហើយនេះគឺព្រះអង្គម្ចាស់បានប្រទានឲ្យយើងដោយផ្ទាល់វាជារបស់ពិតប្រាកដត្បូងរបស់ព្រះអង្គម្ចាស់ធ្វើម៉េចនៅក្នុងដៃរបស់ឯងទៅច្បាស់ណាស់ត្បូងមួយនេះច្បាស់ជាខ្លាំងខ្លាចអាចង្រៃអញ្ចឹងយើងនឹងបំផ្លាញចោលតែម្ដងមិនទេបោះចោលហ្មងហើយចុះថ្លើមរបស់ឯងនេះពិតជាថ្លើមធំហើយតែហ៊ានបំបីត្បូងរបស់ព្រះអង្គម្ចាស់នោះបើសិនជាព្រះអង្គម្ចាស់បានឃើញត្បូងរបស់ទ្រង់ត្រូវពួកអស់ឯងនេះបំបីចោលនោះច្បាស់ណាស់មកគ្រួសាររបស់ឯងនេះច្បាស់ជាទៅភពវាមិនខានទេព្រះនាងឆាប់ចូលមកធីមខាងខ្ញុំមកបើនៅធីមខាងវាព្រះនាងច្បាស់ជាដាច់ក្បាលមិនខានទេលោកឯងក៏ប្រចាំរងមកខ្លួនឯងហើយមានផ្លូវទៅឋានសួគ៌មិនចង់ដើរបើជាចង់ចូលនរកទៅវិញអាចចរៃនេះក៏ឯកតំណាស់តែគេអាចទប់ទល់ជាមួយនគរទាំងអីយ៉ាងម៉េចមេតតនគរខាងជើងស្ដាប់បញ្ជាមេតតនគរខាងលិចស្ដាប់បញ្ជាមេតតនគរខាងត្បូងស្ដាប់បញ្ជាឆាប់សម្រាប់អាចចរៃនេះទៅកន្លែងទៅចង់ចាក់ខាងថាប៉ុណ្ណាចាប់ព្រះនាងសូមឲ្យទូបង្គំវិញព្រះអង្គយាងមកដល់សួស្ដីលោកមេប៉ាហានគររបស់លោកតើធ្វើអីហ្នឹងព្រះអង្គម្ចាស់គឺអាចោលផ្ទះបាច់នេះវាមកអុកឡុកនៅក្នុងកម្មវិធីវាថាវាជាអ្នករៀបការជាមួយនឹងព្រះអង្គថែមទាំងព្រះនាងនគរទាំង3ទៀតរឿងមួយនេះធ្វើឲ្យមហាជ័យរបស់យើងពិតជាអាម៉ាស់ខ្លាំងណាស់លោកថាគាត់បានធ្វើឲ្យមហាជ័យអាម៉ាស់លោកនិយាយមែនតែគាត់បានធ្វើអីខ្លះទេក្រាបទូលព្រះនាងម្ចាស់វាគឺជាកូនសិស្សនៃបក្សសិនធាតវាមិនគោរពលោកមេប៉ាថែមទាំងនិយាយសម្ដីប្រមាថមើលងាយទៅកាន់ព្រះនាងម្ចាស់ទៀតផងក្រាបទូលបន្តមកទៀតគឺជាត្បូងមែនទេក្រាបទូលត្រូវហើយគឺជាត្បូងមួយនោះវាបានប្រកាសឲ្យអ្នកគ្រប់គ្នាថាត្បូងមួយនោះគឺជាព្រះអង្គម្ចាស់ជាអ្នកប្រទានឲ្យវាធ្វើបែបនេះហាក់បីដូចជាមើលងាយព្រះអង្គម្ចាស់ពេកហើយអត់ទេព្រះអង្គម្ចាស់ទុំគុំបានទេឯងនេះនិយាយណាតាមមើលប្រុសម្នាក់នេះគេមិននិយាយទេប៉ុន្តែបើសិនជាគេនិយាយគឺខ្ញុំនឹងដាក់ទោសគេលោកសម្អាងអីតែដល់និយាយបែបនេះថែមទាំងមានការសង្ស័យចំពោះការប្រយុទ្ធជាមួយបេសាចទៀតមកពិតព្រះអង្គម្ចាស់ការដែលវានិយាយបែបនេះគឺមិនសមហេតុផលទេស្ដេចបិសាចគឺជាស្ដេចដែលកំពូលមានយុទ្ធសាស្ត្រខ្លាំងសម្បីតែប្រពែបរោះនគរទាំង3ក៏មានរបួសដោយសារតែស្ដេចបិសាចដែររឿងនេះវានិយាយកុហកទេព្រះអង្គម្ចាស់ព្រះធេចារបស់ពួកយើងបានចូលរួមជាមួយការកម្ចាត់បិសាចថែមទាំងធ្វើឲ្យបាត់របួសធ្ងន់ទៀតប៉ុន្តែថាព្រះអង្គម្ចាស់មានចំណុចចិត្តយ៉ាងជ្រាលជ្រៅជាមួយប្រុសម្នាក់នេះប៉ុន្តែការកម្ចាត់បិសាចគឺតើតែមានយុទ្ធសាស្ត្រកម្រិតព្រះទើបអាចកម្ចាត់បិសាចបានតាមមើលព្រះអង្គម្ចាស់ត្រឹមតែយករួចខ្លួនតែប៉ុណ្ណោះការប្រយុទ្ធជាមួយស្ដេចបិសាចព្រះធេចារបស់ពួកយើងគឺមានរបួសធ្ងន់ណាស់
លើកលែងតែព្រះអង្គម្ចាស់ទេដែលមិនមានរបួសនោះពួកឯងនិយាយមិនសមហេតុផលទេគឺមកពីប្រតិចាររបស់ពួកឯងអត់សមត្ថភាពថែមទាំងពេលនេះពួកឯងចង់បាបបោចង់ឲ្យយើងចាក់ចេញពីតំណែងទៀតសមហេតុផលទេ ចំយ៉ាអាមួយនេះវាមានព្រះអង្គម្ចាស់នៅក្រៅខ្នងទៀតតើវាមានតំណែងតំណងអ្វីទៅជាមួយនឹងព្រះអង្គម្ចាស់នោះព្រះអង្គម្ចាស់អ្នកទាំងអស់គ្នានៅទីនេះក៏មិនជឿជាក់ពីសមត្ថភាពរបស់វាដែរវាអ៊ុតថាសមត្ថភាពវាអាចសម្លាប់បិសាចបានវាអ៊ុតជ្រុលពេកហើយសូមព្រះអង្គម្ចាស់ដាក់ទោសវាផងអាចចូលមុខចូលមាត់ធ្វើជាខ្លួនឯងត្រឹមត្រូវត្រឹមត្រូវបើឯងមិនដឹងច្បាស់ទេកុំចេះតែប្រឹងកាត់ក្បាលព្រះអង្គម្ចាស់មើលវានិយាយទៅគឺសម្ដីបែបនេះហើយនិយាយសម្ដីចេញមកគឺក៏ឃ្លឿនតែម្ដងមិនគោរពចាស់ទុំមិនគោរពដល់ព្រះនាងមិនគោរពដល់លោកមេប៉ាបើទុកអាផ្លោកជាប់នេះនៅក្នុងប៉ារបស់ជើងទៀននោះច្បាស់ជាបំផ្លាញគេឈ្មោះប៉ារបស់ជើងមិនខានទេព្រះអង្គម្ចាស់ទូបង្គំសូមព្រះអង្គម្ចាស់ដាក់ទោសអាផ្លោកជាប់នេះទៅបំផ្លោកវា ពេលនេះតើពួកឯងចង់ចាំម៉េចពួកឯងចង់ឲ្យយើងនេះសម្រេចចិត្តភ្លាមប្រហារជីវិតប្រុសម្នាក់នេះមែនទេឯងហ៊ានបញ្ជាព្រះរាជាផងហ៎យាស៊ីនលីនស៊ីឆាប់តែកំភ្លៀងគេទៅសូមអធិស្ឋានលោកម្ចាស់សៅហ្វានដែលខ្ញុំចេញមកមិនបានប្រាប់ហើយសូមអរគុណលោកម្ចាស់សៅហ្វានណាដែលបានជួយកម្ចាត់បិសាចថ្ងៃមុននោះអរព្រះអង្គម្ចាស់មិនចាំបាច់ធ្វើអញ្ចឹងទេថាម៉េចវាគឺជាអ្នកកម្ចាត់បិសាចអីនេះទូបង្គំស្ដាប់ច្រឡំទេដឹងអីមិនជឿទេដាច់ខាតគឺមិនជឿទេឬមួយក៏យើងពិតជាយល់ច្រឡំចំពោះគាត់ព្រមម្នាក់នេះមើលទៅធម្មតាសោះឬមួយក៏ព្រះអង្គខកខាត់ឬមួយក៏ព្រះអង្គខកខាត់ជាមួយគេធ្វើបែបនេះមិនសមហេតុផលទេការពិតនៅថ្ងៃនោះយើងហើយនឹងប្រតិចារអ្នកក៏ដើម្បីទៀតបានកម្ចាត់បិសាចប៉ុន្តែមនុស្សស្មានថាស្ដេចបិសាចនោះគេមានកម្លាំងធាតុយ៉ាងខ្លាំងនៅពេលដែលកម្លាំងធាតុរបស់ពួកយើងធ្លាក់ចុះស្ដេចបិសាចក៏បានបាយសម្រាប់ធ្វើឲ្យពួកយើងទាំងអស់គ្នារងរបួសធ្ងន់ប៉ុន្តែគឺពិតជាសំណាងណាស់តែលោកម្ចាស់សាយគាត់ចូលទៅជួយតន់មិនយ៉ាងទេយើងប្រហែលជាស្លាប់បាត់ទៅហើយចំណែកឯប្រតិចារទាំង3គឺពិតជាសំណាងហើយតែត្រឹមតែការរបួសហើយពេលនេះកំពុងតែសម្រាប់ព្យាបាលនោះណាចំណែកពួកនាងបែរជាមករករឿងមហាចៅរបស់យើងទៀតសំបីតារីបញ្ជារបស់ព្រះរាជាក៏ពួកនាងទាំង3មិនព្រមគោរពថែមទាំងឲ្យយើងចូលចាញ់ហើយបដិសេធអាការរៀបអភិសេកជាមួយលោកម្ចាស់សៅពួកនាងទាំង3គិតថារីបញ្ជារបស់ព្រះរាជាគឺជាខ្ចោមមែនទេបានជាពួកនាងមិនគោរពឬមួយក៏ក្នុងចិត្តរបស់អ្នកទាំងអស់គ្នាគិតថាមហាចៅរបស់យើងនេះលែងមានស្ដេចទៀតហើយសូមព្រះអង្គម្ចាស់ទ្រង់ចាញ់រីបញ្ជាទៅខ្ញុំម្ចាស់នឹងសម្រាប់ពួកគេភ្លាមព្រះអង្គម្ចាស់ទូបង្គំយល់ខុសហើយទូបង្គំខុសហើយព្រះអង្គម្ចាស់ខ្ញុំម្ចាស់សំបោបោះលែងខ្ញុំម្ចាស់ទៅក្រាបទូលព្រះអង្គទូបង្គំមានតែកូនប្រុសតែម្នាក់គាត់ជាមណ្ឌលចិត្តនៃជីវិតរបស់ខ្ញុំបើសិនជាព្រះអង្គប្រហារជីវិតគេនោះអញ្ចឹងទូបង្គំលែងមានអ្នកស្នងតំណែងបន្តវងត្រកូលប៉ារបស់ទូបង្គំបានណាជាអ្នកស្នងទៅនោះគឺជាប្រយោជន៍របស់លោកខាងសៀនខ្ញុំលើកលោកធ្វើជាមេប៉ាប៉ុន្តែលោកបែរជាវិនិច្ឆ័យផ្ដេសផ្ដាស់ខាងសៀនមិនត្រឹមតែប៉ុណ្្នឹងទេលោកថែមទាំងខົບខាត់ជាមួយនគរទាំង3ទៀតព្រះអង្គទូបង្គំដឹងខុសហើយទូបង្គំដឹងខុសហើយលោកម្ចាស់សៃបុគ្គលទាំងអស់នេះគេធ្វើបាបលោកពីមុនមករឿងទាំងអស់នេះខ្ញុំប្រកល់ឲ្យលោកជាអ្នកដោះស្រាយចាំណាចង់ធ្វើយ៉ាងម៉េចក៏ធ្វើទៅបានអ្នកណាហ៊ានប្រឆាំងត្រូវតែប្រហារជីវិតអើយលោកម្ចាស់សាក់អើយទុកជីវិតឲ្យខ្ញុំផងចាប់ខ្ញុំនាំលោកម្ចាស់ទៅបោះបាច់បិណ្ឌជុំគ្នាជាមួយនឹងកូនប្រុសរបស់ខ្ញុំហើយលោកម្ចាស់សាយសូមលោកទុកជីវិតឲ្យខ្ញុំផងទៅណាលោកឲ្យខ្ញុំធ្វើជាទាសកររបស់លោកក៏បានធ្វើជាអ្នកបម្រើក៏បានដែរខ្ញុំសុខចិត្តបម្រើលោកឲ្យទៅលោកទុកជីវិតឲ្យខ្ញុំធ្វើអីក៏បានដែរលោកម្ចាស់បាក់សិទ្ធិរបស់ពួកលោកសិតតែដាក់ក្បាលមីក្រូប្រកាសខ្លួនឯងថាសិតតែជាបាក់ត្រឹមត្រូវខ្មោចយកស្អីនេះកូនប្រុសរបស់លោកនេះមួយថ្ងៃរត់តែរឿងគេអាំងតែខ្លួនឯងជាកូនមេប៉ានិយាយពីថាម្សិលមិញនេះខ្ញុំតាមតន់នឹងច្បាស់កន្លែងទៅបោះបាយបិណ្ឌមិនមែនទៅធ្វើបន់ទេទៅដាក់សុំលេខទូរស័ព្ទស្រីញ៉ៃពេញនឹងមិនដឹងជាបាក់ត្រឹមត្រូវគេបានយកស្អីទេបងឈប់បានឈប់ទៅណាទៅធ្វើបន់ណាមិនមែនទៅញ៉ៃស្រីទេគួរតែការចរិតនេះចោលហើយអាយលោកម្ចាស់សៅអើយកូនប្រុសរបស់ខ្ញុំវាខុសហើយខ្ញុំសូមប្រទានរបស់ទឹកនេះឲ្យលោកម្ចាស់វិញអត់ណាពួកមនុស្សបុរាណទាំងអស់នេះឃើញមុខសមត្ថភាពរបស់ឯងថាជារបស់ទឹកមកសម្រាប់ពួកគេពេលនេះក៏មិនល្អដែរព្រះអង្គម្ចាស់ទូបង្គំប្រទានមួកមួយនេះឲ្យទៅព្រះអង្គម្ចាស់ទុកការពីប្រហោះរបស់ព្រះអង្គមួយរយៈនេះទូបង្គំឃើញថាព្រះអង្គអាសាជានីការ៉ាអូខេណាទ្រង់ជ្រេងមិនព្រោះទេខ្លាចនៅចិត្តខាងគប់ត្រឹមថ្មបើមានមួកនេះហើយអាចការពីសមត្ថភាពបានណាអញ្ចឹងមួកនេះគឺជាមួកវេទមន្តទេត្រូវហើយជាមួកវេទមន្តអាចការពីត្រង់បានដើម្បីការពីសមត្ថភាពត្រង់គួរតែកាត់បន្ថយអាឡេអាឡូទៅចំណែកឯខ្លួនលោកនៃបាក់ខាងនេះបើសិនជាឯងទៅធ្វើបន់ឲ្យច្បាស់ទៅធ្វើបន់កុំទៅធ្វើបន់សម្លឹងទៅផ្លូវរបស់ស្រីនោះយើងប្រាប់ឯងទៅចោះណាយើងនេះដោយសារតែជាមនុស្សចិត្តបន់មិនចង់សម្លាប់មនុស្សទេប៉ុន្តែទោះស្លាប់គឺមិនអាចទោះរស់ត្រូវតែមានពេលណីឯងធ្វើជាអ្នកបម្រើបាក់ស៊ីនធានលោកម្ចាស់អរគុណណាអ្នកទាំងអស់គ្នាស្ដាប់តែយកចិត្តទុកដាក់លោកសៅហ្វានគឺជាវីរៈបរិះកម្ចាត់បិសាចយើងប្រកល់ត្បូងនេះទៅឲ្យគេឃើញត្បូងនេះគឺដូចជាឃើញយើងបានអ្នកណាមិនគ្រប់នោះគឺមានទោសប្រហារជីវិតការចោទចោលរបស់ព្រះអង្គពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់អ្នកទាំងអស់គ្នាគឺសិតតែបានយល់ខ្ញុំម្ចាស់នឹងប្រាប់ប្រៀបនាំសារទៅនគររបស់ខ្ញុំម្ចាស់ពិតជាល្អណាស់ការចោទចោលថ្ងៃនេះផ្អាកប៉ុណ្ណឹងថ្ងៃស្អែកចាំបន្តទៀតកាលពីមុនមហាចៅរបស់យើងមានឯកកោសៀនធានជាអ្នកកាន់កាប់ពេលនោះបើទោះបីជាមានបិសាចមកអុកលុកយ៉ាងណាក៏ដោយចុះនគរទាំងពួងរបស់ពួកយើងគឺតែរួមដៃគ្នាកំចាត់ជានិច្ចពេលនេះទ្រង់សាយទីរង្គត់ខ្ញុំក៏ត្រូវរអ៊ូអាណាចក្ររបស់ខ្ញុំបានឆ្លងពាក់កណ្ដាស់កម្រិតជ្រុលតែ
ការចរចានៅថ្ងៃស្អែកនេះនគរទាំង3គឺត្រូវតែយល់ព្រមដើម្បីរួមកម្លាំងគ្នាដូច្នេះលោកត្រូវតែឆ្លងនៅខាងខ្ញុំយើងជាប្រជាជនមួយទាំងមូលយើងនិយាយឲ្យបែរជាមិនយកចិត្តទុកដាក់ស្ដាប់ហើយតែតាស៊ីលោកមានស្ដាប់ខ្ញុំនិយាយដែរទេទូមង្គមស្ដាប់តើស្ដាប់បណ្ដាហូបបណ្ដានៅប៉ាក់សិនធាននេះទូមង្គមមិនដែលបានហូបអីឲ្យឆ្ងាញ់ទេទើបតែពេលនេះទេបានហូបរបស់ឆ្ងាញ់ហើយក៏ពួយយកទៅអធិស្ឋានផងប៉ុន្តែបើចំពោះរឿងបញ្ហារឿងល្បិចនោះទូមង្គមត្រៀមហើយជារបស់អីគេហ្នឹងមានរបស់នេះហើយអាចទប់ទល់ជាមួយនឹងនគរទាំង3នោះហើយសេដ្ឋកិច្ចរបស់ណាន់ជាងបានផ្ដល់ឲ្យមហាឆេងជាយូរណាស់មកហើយនគរបៃមារបស់យើងក៏មិនខ្វះធនធានដែរប៉ុន្តែការចរចានេះមិនស្មើគ្នាទេពេលនេះកងទ័ពរបស់យើង100000នាក់នៅជាប់ព្រំដែនឯណោះនគរបៃមានគរណានយូពួកនាងជាខ្ញុំទេខ្ញុំប្រើតែរយៈពេលតែ1នាទីទេនគរនៅទាំងពីរខ្ទេចមិនខានស្ដាប់មើលទៅក៏ដូចជាកំ pl ែងខ្លាំងណាស់មកតែលោកគឺត្រឹមតែជាអ្នកបម្រើតែប៉ុណ្ណោះនៅនិយាយថាលោកជាអ្នកជួយសម្រួលព្រះអង្គទៀតសូម្បីតែការអភិវឌ្ឍនៃការនិយាយស្ដីក៏មិនត្រូវផងនៅមានមុខអីមកចរចាទៀតថាលោកឯងជាអ្នកណាគេទៅមានឋានៈអីទៅហេតុអីបានជានិយាយផ្ដេសផ្ដាស់ចឹងនេះហេតុអីក៏លោកហ៊ានខ្លាំងម៉េចមិនយល់ទេឈើមើលទៅហានេះគឺជាគុយខ្ចង់ខ្មៅមានវាមួយគឺឲ្យចូលទីក្រុងតមូលបានណាកំណត់នេះកម្រិតរកបានណាតែលោកបានវាមកពីណាទៅរបស់នេះថ្លៃណាស់មែនទេទើបប្រនាងជ្រុលជ្រើបែបនេះឃើញទេរបស់ទាំងអស់នេះនៅមហាជ័យរបស់យើងសម្បូរខ្លាំងណាស់ពួកខ្ញុំមិនអួតទេប៉ុន្តែឲ្យតែទ្រង់ចូលព្រមចុះចាញ់ជាមួយនឹងនគរមហាជ័យនោះនគររបស់ពួកយើងច្បាស់ជាសុខសាន្តទោះបីជាពេជ្រខ្មៅគុយខ្ចង់របស់លោកនេះអាចទិញណាន់ជាបានក៏ដោយចុះប៉ុន្តែមិនប្រកាសថាអាចធ្វើអីនគរបៃមារបស់យើងបាននោះទេបើទោះបីជាព្រឹទ្ធាចារ្យរបស់យើងមិនទាន់ព្យាបាលជានៅឡើយប៉ុន្តែពេលនេះកងទ័ព10000នាក់រងចាំច្បាំងគ្រប់ពេលមានសារជាបន្តព្រះនាងកងទ័ព100000របស់យើងត្រូវចុះចូលជាមួយនឹងនគរមហាជ័យថាម៉េចអញនិយាយថាម៉េចហ្នឹងអត់អាចទៅរួចទេតែហ៊ាន10អ្នកសុំចាញ់ធ្វើត្បិតតែគុយខ្មៅរបស់យើងមិនអាចទិញវារហោឋានភាគខាងជើងក៏ដោយចុះប៉ុន្តែតែហ៊ានអភិយុទ្ធច្រើនឆ្នាំមិនសូវមានប្រាក់កាក់តាំងទីលំនៅទេគេមិនដែលបានរស់នៅលំនៅឋានដែលល្អជាមួយប្រពន្ធកូនរបស់គេទេណាផែនការដែលបានក្រុមទុកច្រើនឆ្នាំគឺត្រូវបានបំផ្លាញដោយសារខ្ញុំគេម្នាក់នោះគឺពិតជាមិនធម្មតាទេដែលអាចធ្វើរឿងទាំងអស់នេះនៅក្នុងមហាជ័យបាននោះសូម្បីតែកំណត់របស់ខ្ញុំក៏មិនអាចព្រាយជាមួយគេដែរជំនាញរបស់ខ្ញុំគឺប្រកែកទូទេបានអញ្ចឹងខ្ញុំទូទេមើលសិនតើប៉ានីងត្រង់តែជាយ៉ាងណាទៅមិនអាចទេមិនអាចទៅជាអញ្ចឹងទេមិនអាចទៅរួចទេគាត់ជាមនុស្សមកពីឋានសួគ៌សេចក្ដីមីងប៉ានីងបានខេអីខ្លះហ្នឹងមកតែគេម្នាក់នោះគឺជាបិសាចថែមទាំងធ្វើឲ្យប៉ានីងជន់មីងទៅរបួសទៀតសូមប៉ានីងទាំង3ក៏និយាយយ៉ាងនេះមហាជ័យរបស់យើងគឺមានតែលោកសៅផាន់ម្នាក់គត់ដែលអាចយកឈ្នះនគរទាំង3របស់ប៉ានីងនោះប៉ុណ្ណឹងហើយនឹងមិនព្រមចូលចាញ់ទៀតទេចាប់ពីពេលនេះតទៅក្នុងនាមយើងជាប្រជាសូមប្រកាសនគរទាំង4របស់ពួកយើងគឺត្រូវតែចាប់ដៃសាមគ្គីគ្នាឡើងវិញចំណែកប៉ានីងទាំង3គឺត្រូវតែរៀបអភិសេកជាមួយលោកម្ចាស់សៅហ្វាននិយាយការពិតទៅចាស់គឺខ្ញុំតែងតែគោរពអ្នកក្លាហានដែលមានភាពរឹងមាំទោះបីជាប្រទេសចាស់ទាំង3របស់ពួកយើងមានរបួសក៏ដោយចាស់ប៉ុន្តែឲ្យតែនគរពួកយើងទាំង3រួមកម្លាំងគ្នាគឺច្បាស់ជាអាចកម្ចាត់សត្រូវបានជាមិនខានយុទ្ធសាស្ត្ររបស់គាត់គឺបានកម្រិតពេលកដាស់ពេលឲ្យតែនគរទាំង3របស់ពួកយើងរួមកម្លាំងគ្នាប្រកាសជាកម្ចាត់ដីសាច់បានហើយមិនបាច់ប៉ុនគេទេបើចង់ឲ្យនគរទាំង3របស់ពួកយើងនេះរួមកម្លាំងជាមួយនោះណាគឺត្រូវតែបញ្ចេញកម្លាំងពិតឲ្យពួកយើងមើលឃើញសិនយកល្អពួកយើងប្រយុទ្ធគ្នាសិនទៅបើមិនអញ្ចឹងទេវាយពួកយើងសាប់ក៏ពួកនគរទាំង3មករួមជាមួយដែរហើយប៉ានីងមានបន្ទូទេបានបើទាំងអស់គ្នានិយាយអញ្ចឹងទៅហើយនោះក្នុងរយៈពេល3ថ្ងៃទៀតតែក៏ទាំង4របស់ពួកយើងគឺត្រូវធ្វើការប្រកួតគ្នានៅភ្នំវូលូបើពេលនោះអ្នកណាឈ្នះចាញ់គឺយើងគង់តែដឹងទេសម្រាប់ថាអញ្ចឹងចុះហ៎ពេលនេះមានរបស់ហូបហើយឆ្ងាញ់មែនប្រងសាក់មួយសិនដែរទេហ៎លោកបាត់មកទៅខ្ញុំជាប្រជាឋានសួគ៌នៃរាជាអមតៈនៅលើមេទាំង4អាណាចក្រខាងក្រោមគឺពិតទាំង4លោកអាចរៀបការជាមួយខ្ញុំបានដោយសារតែខ្ញុំគិតថាលោកបានប៉ះទង្គិចរាងកាយរបស់ខ្ញុំមកតែលោកគឺជាមនុស្សល្ងងណាស់បាននិយាយទៅលោកគ្រាន់តែជាប្រុសស្រីដែលខ្ញុំពេញចិត្តម្នាក់តែប៉ុណ្ណោះដោយសារតែលោកបានផ្ដល់ប្រយោជន៍ឲ្យខ្ញុំជាច្រើនដូច្នេះគឺខ្ញុំត្រូវតែសូមអំណរទៅលោកវិញអាចារ្យព្រះនាងអញ្ចឹងបើសិនជាទូបង្គំមិនបានផ្ដល់ប្រយោជន៍ឲ្យព្រះនាងនោះទ្រង់នឹងសម្រាប់ទូបង្គំតាមប្រយោជន៍ណាមហើយមែនទេហ៎ព្រះនាងគិតតែពីប្រយោជន៍ខ្លួនឯងមែនក្រាញ់ព្រះនាងឲ្យទូបង្គំរៀបអភិសេកជាមួយនឹងទ្រង់ថែមទាំងព្រះនាងនគរទាំង3ទៀតតែពេលនេះទ្រង់បែរជាយកអំណាចមកប្រើទូបង្គំបែបនេះតាមមែនទេមិនត្រូវធ្វើអញ្ចឹងទេលោកត្រូវតែជួយខ្ញុំមិនតែងតាំងលោកជាមហាផ្លឹកផ្នែកកត់ត្រាណាថាម៉េចមហាផ្លឹកព្រះអង្គត្រូវការអ្វីបន្ថែមទៀតទេអូស្រុកកាយទេទ្រង់ងាប់មិនខានទេបើមិនអញ្ចឹងទេនោះធ្វើជាសមាចំណិតទៅហើយមិនកើតទេចាំបាច់ជំនាញពីចចាមរាមជាច្រើននិយាយដើមខ្ញុំតែថ្ងៃមុខមិនអញ្ចឹង
ខ្ញុំមិនឲ្យលោកធ្វើជាប្រធានក្រុមការពារប្រជាណាហើយបើទោះបីជាខ្ញុំចង់ទៅណាមកណាគឺលោកអាចការពារខ្ញុំនេះរឿងគ្រាន់បើបន្តិចតែបើអាពីប្រភេទមុននោះទទួលចូលមិនបានទេធ្វើជាប្រធានក្រុមមួយថ្ងៃមិនបានដើរតាណាផងនឹងមិនធ្វើទេឥឡូវនិយាយមកចង់ធ្វើអីទៅឲ្យធ្វើជាមហាផ្លឹកក៏ធ្វើឲ្យធ្វើជាប្រធានក្រុមក៏ធ្វើទៀតហើយលឿនឡើងទៅមិនចឹងទេម្ដាយចង់កដាមកឥឡូវហ្នឹងណាធ្វើបែបនេះចោះទូបង្គំហើយនឹងព្រះនាងជាប្តីប្រពន្ធនឹងគ្នានៅមុខរដ្ឋមន្ត្រីទូបង្គំហើយថាព្រះអង្គម្ចាស់ប៉ុន្តែនៅតែពីរនាក់ហើយតែប្តីប្រពន្ធអូនសម្លាញ់អីអញ្ចឹងក៏បានដែរចាំមិនដែរធ្វើជាស្វាមីប្រជាមែនទេបើអញ្ចឹងធ្វើជាអ្នកគ្រប់គ្រងប្រទេសជាតិថៃណាគិតម្ដងទៀតទៅម្យ៉ាងទៀតគឺលោកត្រូវរៀបការជាមួយព្រះនាងទាំង3ហើយបើសិនជាលោករៀបការជាមួយខ្ញុំទៀតលោកត្រូវតែមានអ្វីជាពិសេសអាចារ្យកំណាប់ដៃខ្លាំងជាងអីបថងទៅហើយអត់មានអ្វីជាពិសេសទៀតព្រះនាងពិតជាមើលងាយឯងពេកហើយបើសិនជាលោកព្រមធ្វើតាមខ្ញុំព្រមបង្ហាញពីជំនាញរបស់លោកនោះណាខ្ញុំធានាថាលោកមានទ្រព្យសម្បត្តិបញ្ជាចប់ដូច្នេះអ្វីដែលលោកគិតមិញនេះបំភ្លេចចោលទៅហើយថ្ងៃស្អែកនេះបើសិនជាលោកធ្វើលោកត្រូវតែប្រាប់ខ្ញុំបើសិនជាខ្ញុំអត់អ្វីជាមួយលោកទេលោកច្បាស់ជាគ្មានអីហូបខ្ញុំនឹងឲ្យលោកអត់ឃ្លានរហូតដល់ស្លាប់ហើយខ្ញុំនឹងឲ្យកងទ័ព3000នាក់ទៀតធ្វើជាកូនចៅរបស់លោកព្រះអង្គម្ចាស់មកពីនគរណានជូព្រះអង្គសៀនអាមានកម្រិតយុទ្ធសិលពាក់កណ្ដាលព្រះដងហ្វាងស៊ូក្នុងនាមនាងជាព្រះអង្គម្ចាស់នៅនគរមហាជ័យព្រះអង្គឆាប់ចុះចែកឲ្យហើយទៅមិនអាចទប់ទល់ជាមួយនឹងនគរទាំង3របស់ពួកយើងទេដងហ្វាងស៊ូព្រះអង្គមិនមែនជាមនុស្សប្រុសគ្រាន់តែជាមនុស្សដែលចេះតែដេប៉ាឆាប់ចុះចែកឲ្យហើយទៅព្រះអង្គម្ចាស់នគរខាងលិចស៊ូជៀនជីងវៃយុទ្ធសិលអាណាចក្រកណ្ដាលទេវតាយើងក៏មិនចង់សម្លាប់ព្រះអង្គម្ចាស់ដែរប៉ុន្តែនគរបៃម៉ាយើងមហាជ័យមិនអាចត្រូវគ្នាបានទេបៃម៉ាស៊ូដល់ស្លាប់ព្រះអង្គម្ចាស់បៃម៉ាយេលូរ៉ុកយុទ្ធសិលដំណាក់កាលនៃព្រះកម្លាំងដ៏កាចសាហាវរបស់ទ្រង់ពិតជាសាហាវណាស់ដងហ្វាងស៊ូព្រះអង្គពិតជាក្លាហានណាស់ចង់ឲ្យនគរទាំង3របស់ពួកយើងនេះចុះចាញ់ជាមួយនឹងព្រះអង្គមែនទេទូបង្គំមិនយល់ព្រមនោះទេកាលពីមុននគរណានជូយើងជានគរពូកែខាងច្បាំងសង្គ្រាមចង់ឲ្យយើងចុះចូលមិនអាចជាដាច់ខាតដងហ្វាងស៊ូព្រះអង្គជាមនុស្សស្រីមិនអាចធ្វើអ្វីបានដូចជាមនុស្សប្រុសពួកយើងទេយល់ល្អព្រះអង្គម្ចាស់គួរតែចុះចាញ់បើមិនចឹងទេបៃឡែវឥឡូវហើយដងហ្វាងស៊ូព្រះអង្គត្រឹមតែជាមនុស្សស្រីតែប៉ុណ្ណោះតែអាចធ្វើអ្វីបានទេយល់ល្អធ្វើជាប្រពន្ធរបស់ទូបង្គំទៅទង្វើរបស់លោកមិនសមធ្វើជាស្ដេចទេមហាជ័យរបស់យើងគឺមានអ្នកមានទេពកោសល្យច្រើនណាស់ហើយពួកគេនឹងអាចបង្ក្រាបលោកនៅក្នុងនគរទាំង3បានហេតុអីបានជាមិនឃើញសៅហ្វានពេលនេះទៅហើយហេតុអីក៏មិនបានមកទៀតនោះនេះឆ្ងាញ់បងមិនឲ្យចូលទេនគរទាំង3កំពុងតែប្រជុំគ្នានោះហាមចូលកម្មវិធីនេះបើសិនជាគ្មានជើងច្បាស់ជាមិនបានបង្ខានទេអាដៃអើយឆាប់បើកទៅមិនអាចបើកទេមុននឹងបើកសួរសិនទៅបោះបាយបានវត្តបើបាន5វត្តទើបឲ្យចូលបើមិនចឹងទេចេញទៅវិញទៅកុំរំខាននគរទាំង3កំពុងតែភាសាគ្នាឌូយល់ត្រូវហើយលក្ខខណ្ឌនេះទៅបង្កើតថ្មីទេអញ្ចឹងយើងសួរឲ្យតើឯងបោះបាយបានប្រហែលវត្តដែរហើយទៅវត្តណាខ្លះយើងទៅធ្វើបានពាក់ព័ន្ធអីជាមួយឯងជួយឆ្លើយទៅចោះយើងមិនទាន់បានវត្តទេមិនទាន់បានវត្តមិនឲ្យចូលទេអញ្ចឹងអាប្រវែងឆាប់ចេញទៅកុំរំខានពួកយើងឆាប់ឲ្យយើងចូលទៅបើសិនជាយើងមិនបានចូលទៅទេនគរមហាជ័យនេះច្បាស់ជាប្រគល់ឲ្យនគរទាំង3ហើយចេញទៅណែមិនឲ្យចូលទេអាមិនក៏បានជានិយាយចេះស្ដាប់គ្នាអញ្ចឹងពួកយើងគ្រាន់តែសួរថាឯងទៅបោះបាយបានវត្តមិនក៏មិនឆ្លើយបើឆ្លើយរួចវាឲ្យចូលហើយនៅបើតែបាយចឹងទៀតដាក់ក្បាលម្ដៅឥឡូវបើថាមិនបានវត្តទេប្រញាប់ចេញទៅវិញទៅបិណ្ឌ6បិណ្ឌ7បានជើងទៅពួកឯងបើកផ្លូវទៅវិបោហើយបើសិនជានៅតែបាយជាមួយនឹងពួកអប្រមាណអ្នកនឹងទៀតមហាជ័យច្បាស់ជាមានគ្រោះថ្នាក់ហើយក៏ប៉ុន្តែក្រែងយើងមានយុទ្ធសាស្ត្រអាចហោះបានតើលបងទាំងអស់គ្នាខ្ញុំទៅតែមកពីផ្ទះក្នុងដៃខ្ញុំនេះគឺអន្សំជ្រូកពួកលបងត្រូវការដែរទេមិនត្រូវការទេឥឡូវអត់យើងមិននិយាយទៅបាយច្រើនពេកណាគ្រាន់តែនិយាយទៅវិសាមតិចយើងមិនឲ្យឯងចូលទេបើពួកលបងមិនឲ្យខ្ញុំចូលបើមានបញ្ហាអ្វីទៅលបងឯងទទួលខុសត្រូវដែរទេបើមិនឲ្យខ្ញុំជោគខ្ញុំហោះសម្បត្តិដូចឯងចឹងចេះហោះដែរមែនទេមិនស្រួលទេពួកអស់នេះមើលងាយជីវភាពអញទៅចាំម៉េចបើសិនជាលបងមិនព្រមបើកទ្វារទេអញ្ចឹងមានតែខ្ញុំហោះហើយឥឡូវទៅវិញទៅកុំរំខានយើងណែឯងមើលចុះដងហ្វាងស៊ូបើទៅបាត់ទៅពេលនោះនាងទៅបក្រាបបីសាច់ជាមួយនឹងបព្វបរោះរបស់យើងប៉ុន្តែយ៉ាងណានេះជាមនុស្សស្រីមិនអាចគ្រប់គ្រងបានទេយល់ល្អចុះចាញ់ទៅចុះចាញ់ក្បាលចូលឯងស្អីណែសុំទោសនៅទាំងអស់គ្នាដោយសារតែពួកអដៃប្រមាណអ្នកមិញសួរថាឯងបោកបាយបានប្រមាណវត្តប៉ុន្តែពួកតាកាចាទាំង3នាក់នេះហើយអញញ៉ៃស្អីហ្នឹងហ៎ចង់អុកឡុកធ្វើបាបប្រពន្ធរបស់យើងផងមែនទេម្នាក់មុខចាស់ដូចខ្មោច7ថ្ងៃចង់យ៉ាងម៉េចហ្នឹងអណែប្រពន្ធសម្បាននេះពួកគេ3នាក់ជាស្អីទៅព្រះអង្គម្ចាស់នៃនគរទាំង4តាពិតគឺព្រះអង្គម្ចាស់នគរទាំង4ទេហើយចុះហេតុអីបានជាមកចង់រករឿងជាមួយនឹងប្រពន្ធរបស់ខ្ញុំអញ្ចឹងហ៎ពួកលោកចង់អេតិមែនទេអេតិក្បាលហើយស្អីមើលទៅឯងក្មេងណាស់និយាយស្ដីមិនចេះគោរពចាស់ទុំនឹងចាស់ទុំខ្មោចចូលស្អីទេកាន់សិតតែអាវុធគ្រប់ដៃហើយសិតថាចាស់ទុំប្រពន្ធសម្លាញ់ចង់ចាប់ការយ៉ាងម៉េចបងចាប់ការឲ្យព្រះអង្គម្ចាស់អ្នកនេះគឺជាកម្ពុជានៃបកសៀនធាន
អាយ៉ាការពិតវាជាកម្ពុជានៃប៉ាសៀនធានទេអញ្ចឹងមកសម្ដីក្អេងក្អាងម្លេះយើងប្រាប់ឯងទៅចុះអាជួយើងសកលឲ្យឯងហើយគោរពយើងខ្លះផងទៅគោរពលោកខ្ញុំសុខចិត្តគោរពប្រសង់នៅតាមវត្តក៏មិនគោរពស្ដេចល្ងីល្ងើដូចជាឯងដែរនគរកំពុងតែសុកសាន្តម៉ែជាម្នាក់ចង់មកដណ្ដើមទឹកដីរបស់គេទឹកដីខ្លួនឯងមិនកំព្រមការពារចាំបាច់អីមកចង់មកដណ្ដើមនគរមហាជ័យរបស់យើងចាំមិនយើងនិយាយត្រូវចំណុចឲ្យមែនទេទៅពួកឯងសើចមិននឹកស្មានថាដងវ៉ាងស៊ូជាស្ដេចនៅមហាជ័យបែរជាឲ្យក្មេងអាល្អិតម្នាក់នេះមកនិយាយជំនួសទៅវិញពួកយើងទាំងបីនៅបញ្ជូនអាចទៅឋាននរកហើយណែមិនតបានរាប់ផងវាយបាត់ទៅហើយជាទង្វើថោកទាបពួកលោកហ៊ានធ្វើបែបនេះនៅនគរមហាជ័យរបស់ពួកយើងផងឯងតែលោកមានដឹងទេការប្រឆាំងរបស់លោកនេះគឺធ្វើឲ្យប្រជារាស្ត្រដែលគ្មានកំហុសស្លាប់រាប់មិនអស់ដោយសារតែមហិច្ឆតារបស់ពួកលោកព្រះរាជាដំណាក់មុនបានប្រថុយជីវិតបត្រាបិសាចបន្ទាប់មកខ្លួនឯងក៏មានរបួសធ្ងន់ធ្ងរគោលបំណងគឺតែម្ចាស់គុតគឺចង់ឲ្យប្រទេសទាំង4មានសន្តិភាពព្រោះកិច្ចសន្យាព្រមព្រៀងគឺនៅទីនេះទ្រង់ចង់ឲ្យនគរទាំង3ចាប់ដៃគ្នាដើម្បីកម្ចាត់សត្រូវប៉ុន្តែនគរទាំង3នាំគ្នាវាយប្រហារមហាជ័យទៅវិញធ្វើបែបនេះគឺមានន័យថាក្បត់គឺត្រូវបានកត់ត្រានៅក្នុងប្រវត្តិសាស្ត្រដងហ្វាងស៊ូនេះឈប់និយាយធ្វើជាល្អទៀតទៅការពិតជាក៏មិនចង់បង្កសង្គ្រាមដែរប៉ុន្តែនគររបស់យើងត្រូវបានបណ្ដាសាដូច្នេះហើយទើបយើងមកដណ្ដើមទឹកដីរបស់នាងល្អណាស់ថ្ងៃនេះមហាជ័យរបស់យើងនឹងបញ្ជូនសៅហ្វានដើម្បីប្រយុទ្ធជាមួយពួកលោកបើសិនជាគាត់ចាញ់វាជាការបរាជ័យរបស់ខ្ញុំប៉ុន្តែបើសិនជាគាត់ឈ្នះនគរទាំង3គឺត្រូវតែចូលជាមួយមហាជ័យហើយបើសិនជាមានអ្នកណាមានកំណត់បាបម្ដងទៀតខ្ញុំនឹងដឹកនាំតប្រយុទ្ធឲ្យផ្ទាល់បើតែប្រជាទ្រង់ដូចជាមនុស្សឈួតបើសិនជាប្រយុទ្ធឲ្យខ្លួនឯងនោះទ្រង់នឹងអាចឈ្នះប៉ុន្តែទ្រង់បែរជាប្រជុំអ្នកបម្រើល្ងីល្ងើម្នាក់មិនដឹងអីទៅប្រយុទ្ធទៅវិញរឿងនេះមិនចម្លែកទេតាមមកព្រះអង្គម្ចាស់ប្រហែលជាមានរបួសធ្ងន់ហើយមកទៅនោះបានជាទ្រង់ធ្វើអញ្ចឹងព្រះអង្គម្ចាស់ម្នាក់សៅហ្វាននោះពិតជាចំណេះខ្លាំងណាស់នៅពេលដែលខ្ញុំម្ចាស់ទេវាសនារបស់គេបែរជាមិនឃើញអ្វីសោះថែមទាំងធ្វើឲ្យខ្ញុំម្ចាស់អួតឈាមទៀតព្រះពរអប្អូនសៅហ្វាត់ល្បីថាឯងមានយុទ្ធសាស្ត្រខ្លាំងយើងចង់សាកជាមួយឯងសាកមើលយុទ្ធសាស្ត្រនៃទឹកចំយ៉ាហើយប្រើយុទ្ធសាស្ត្រនៃទឹកចប់ក្រំឆែបនេះឯងអញ្ចឹងតើបាត់ជាឯងមានយុទ្ធសាស្ត្រខ្លាំងបែបនេះផឹកវិញ្ញាជាមួយគេគាត់ត្រូវរហូតពិតជាកម្រណាស់ដែលមានអ្នកយល់ដឹងអំពីយុទ្ធសាស្ត្រនេះយុទ្ធសាស្ត្រវល់ស្អីតោះយើងវិញម្ដងយើងចាប់ការឯងយុទ្ធសាស្ត្រមហាទម្ងន់អាយុទាំងពីររំទើតាកាចាស់ធ្លាប់មើលធឿនធីរ៉ាទេគាត់ប្រកែកែងតែយើងប្រកែកវាយក្បាលពោះម្ដាយមិញតែចុកចាប់ដែរទេហ៎អាយវិញវ៉ាន់អញនៅណានៅចេះដងហ្វាងស៊ូយើងមិននិយាយច្រើនទេនេះឆាប់ចុះចាញ់ឲ្យទៅនេះគឺជាវត្ថុទិព្វរបស់លោកសៀនអាចដោះបណ្ដាសាមួយយុទ្ធសាស្ត្ររបស់គាត់ពិតជាសាហាវខ្លាំងណាស់នេះគឺជាថង់ទិព្វរបស់ព្រះអង្គម្ចាស់សិនអាចយល់ល្អពីនេះព្រះអង្គម្ចាស់គួរតែចុះចាញ់ឲ្យទៅឈប់សិនអាធីនលោកជាស្ដេចគ្រប់គ្រងនគរហើយអាងថានិកាយអមតារបស់លោកល្អមិននឹកស្មានថាលោកប្រើវិធីថោកទាបដល់ម្លឹងសោះដងហ្វាងស៊ូនាងគិតថានាងគឺជាព្រះអង្គម្ចាស់ត្រឹមត្រូវមែនទេខ្ញុំសួរនាងតាំងពីបិណ្ឌ1រហូតដល់បិណ្ឌ6ហើយបានប្រវត្តិហើយនៅឬធ្វើបានពាក់ព័ន្ធអីជាមួយនឹងឯងទៅជើង5ឯងទៅចោះប្រពន្ធរបស់ជើងទៅថ្ងៃស្អែកនេះហើយគិតតែខ្លួនឯងទេដែលនិយាយនោះតាមបានប្រវត្តិហើយឬនៅសពដីក្អែងក្អាងឯងពិតជាក្អែងក្អាងមែនអាចោមកសៀតទៅអាចចង្រៃទីទៅនៅតែក្រោយខ្នងមនុស្សស្រីតែប៉ុណ្ណោះទេព្រះអង្គម្ចាស់យល់អចុះចាញ់ជាមួយនឹងពួកយើងហើយទៅតែប្រកាសក្នុងមនុស្សស្រីមែនទេលោកដឹងអត់ហ្នឹងនៅពេលដែលយើងបានប្រយុទ្ធគ្នាជាមួយបិសាចនោះប្រតិចាររបស់ពួកលោកទាំង3នៅប្រកាសក្នុងរបស់ខ្ញុំប៉ុន្តែសំណាងល្អខ្លាំងណាស់ដែលបានសៅហ្វានមកតន់គេក៏បានប្រយុទ្ធជាមួយបិសាចនោះធ្វើឲ្យបិសាចបរាជ័យនាងនិយាយថាម៉េចបបពាក់បារោះរបស់យើងនៅពីក្រោយខ្នងរបស់នាងមែនទេនិយាយមិនចេះខ្មាស់មាត់មែនឈើតាមមើលទៅសមត្ថភាពរបស់នាងគឺគ្មាននោះទេថែមទាំងឲ្យអាចចង្រៃល្អិតម្នាក់នេះជាអ្នកប្រយុទ្ធចំនួននគរមហាជ័យវិញប្តីផ្ដាស់ណាស់មហាជ័យរបស់ខ្ញុំមិនអាចជួយសង្គ្រោះយាយយូរ៉ុងទេដូច្នេះការគ្រប់គ្រងរបស់លោកនៅភាគខាងជើងមិនថាក្នុងគ្រោះថ្នាក់ទេចុះហេតុអីបានជាលោកសម្លឹងមកមហាជ័យរបស់ខ្ញុំលោកប្រហែលជាគិតថាក្នុងទ្វីបនេះគ្មានអ្នកណាជាស្ដេចចម្បាំងទេមើលទៅលោកធ្វើអក្រក់ច្រើនណាស់សម្រាប់បងប្រុសខ្លួនឯងដណ្ដើមរាជបល្ល័ង្កគិតថាធ្វើបែបនេះជារឿងល្អមែនទេចាំមើលថាព្រះអង្គមានផែនការបែបណាទៅទូបង្គំពិតជាចង់ឃើញខ្លាំងណាស់បញ្ចេញសមត្ថភាពមកគឺជាសៀកយានជីដែលបានក្បាលដំកទេរបស់ខ្លួនលោកបានចាប់ក្មេងស្រីជាច្រើនព្រោះតែបំពេញវិជាគុណរបស់ខ្លួនបន្ទាប់មកក៏ធ្វើខ្លួនឯងខ្លាចទៅជាអ្នកគ្រប់គ្រងនគរឆេះដងហ្វាំងស៊ូខ្ញុំក៏មិនចង់ធ្វើចឹងដែរក៏ប៉ុន្តែអ្វីគ្រប់យ៉ាងទាំងអស់នេះគឺដោយសារតែនគរមហាជ័យបានដាក់បណ្ដាសាយើងដងហ្វាំងស៊ូនាងមើលចុះនេះជាអ្វីឯងជាប់បណ្ដាសាមានពាក្យព័ន្ធអីជាមួយនឹងប្រពន្ធរបស់ជើងទៅប្រពន្ធរបស់ជើងគ្រាន់តែចង់ឲ្យនគរទាំង3រួមគ្នាកុំឲ្យមានសង្គ្រាមតែប៉ុណ្ណោះតែឯងបែរជាធ្វើអញ្ចឹងទៅវិញឥឡូវយើងឲ្យឯងមើលចុះហាបថោបធាក់ឲ្យឯងឃើញហើយឬនៅ
នេះគឺជាបណ្ដាសាបើនគរទាំង3អាចគ្រប់គ្រងមហាជើបណ្ដាសារបស់យើងក៏អាចដោះស្រាយបានដែរព្រះអង្គម្ចាស់ហើយព្រះអង្គម្ចាស់ដែលធ្វើបានដែរទេហេតុអីបានជាជាប់បណ្ដាសាបែបនេះគឺដោយសារតែឆ្នាំមុនយើងទៅបោះបាយបើឃើញបាយបិទទំនងពេកមិនទាន់បានបោះផងក៏ព្រួយមួយម៉ាត់ទឹកដូច្នេះក៏ជាប់បណ្ដាសានេះមានតែទឹក3មហាជើទេទើបអាចដោះបណ្ដាសាមួយនេះបានដងវាងស៊ូពេលនេះព្រះអង្គម្ចាស់ដឹងហើយមូលហេតុទាំងអស់នេះហើយទើបនគរទាំង3ជើងសោកចិត្តមកទីនេះដើម្បីប្រឆាំងជាមួយនឹងព្រះអង្គម្ចាស់យល់អឆាប់ចុះចាច់ឲ្យហើយទៅពួកយើងទាំងអស់គ្នាក៏មិនចង់ធ្វើអញ្ចឹងដែរតែនេះដោយសារតែមានហេតុផលនេះទើបយើងមកទីនេះត្រូវហើយព្រះអង្គម្ចាស់ឆាប់ប្រកល់ទឹកដីមហាជើមកឲ្យពួកយើងមកបើមិនអញ្ចឹងទេយើងនឹងបញ្ជូនព្រះអង្គម្ចាស់ឲ្យទៅស៊ីបាយបិណ្ឌនៅយប់នេះតាមមើលទៅប្រពន្ធរបស់យើងពិតជាមានសម្ពាធខ្លាំងណាស់បញ្ហារបស់គេសោះតែប៉ះពាល់ដល់នាងធ្វើជាព្រះអង្គម្ចាស់ពិតជាមិនងាយស្រួលទេយើងត្រូវតែរកវិធីជួយនាងដើម្បីឲ្យនគរទាំង3នេះចុះចូលជាមួយនឹងមហាជើប្រពន្ធសម្លាញ់តាមមានដំណោះដោះស្រាយទេមិនតាមមានដំណោះស្រាយដល់ឡើយទេពួកកញ្ចាស់ទាំង3ខ្ញុំព្រមប្រយុទ្ធជាមួយលោកបើសិនជាខ្ញុំចាញ់នោះខ្ញុំនឹងប៉ាពួកលោកដាក់មួយឈុតឲ្យណាន័យតែម្ដងតែបើសិនជាខ្ញុំឈ្នះនោះបើសិនជាឯងឈ្នះតើឯងចង់ធ្វើអ្វីទៅឬមួយឯងចង់ឲ្យយើងចេញ10កេះតែឯងបើលោក10កេះខ្ញុំក៏10កេះដែរហ្នឹងដាច់ខាតពួកយើងត្រូវតែប្រយុទ្ធឲ្យឈ្នះបើមិនចាស់ទេអស់10កេះមិនខានទេ10កេះសម្រាប់យើងគ្មានអីអស់ចាស់ទេតែបើពួកយើងឈ្នះមហាជើជារបស់ពួកយើងប្រហែលណានៅក្នុងករណីនេះបើសិនជាទាំងអស់គ្នាប្រាប់បញ្ឈប់បញ្ហាទាំងអស់ត្រឹមថ្ងៃនេះបើសិនជាខ្ញុំចាញ់មហាជើមិនតាមលោកសាហ្វានលោកជាស្វាមីរបស់ខ្ញុំវាស្នាមមហាជ័យនៅក្នុងដៃរបស់លោកកុំធ្វើឲ្យខ្ញុំអស់សង្ឃឹមអីសោះប្រពន្ធសម្លាញ់អូនទុកចិត្តចោះបងនឹងធ្វើឲ្យបានល្អជាងនេះអូនត្រៀមសាច់ខ្លែងមកឲ្យទៅបងនឹងវាយពូវាយកស្រា30កេះនោះជូនអូនឲ្យបានអញចូលមកទាំងអស់គ្នាមកនិយាយគ្នាហើយបើចាញ់10កេះវើតែបើខ្ញុំចាញ់ខ្ញុំឲ្យពួកលោកម្នាក់2កេះថែមទាំងនគរមហាជើនេះផងពួកលោកទាំង3នាក់ណាគេចូលមុនទៅឆាប់និយាយមកឲ្យចោលផ្លុកវាឯងនិយាយអីក៏អានដាក់អញ្ចឹងទុកឲ្យយើងមុនគេចុះបើសិនជាឯងចាញ់យើងត្រូវការតែ2កេះតែប៉ុណ្ណោះប៉ុន្តែ2កេះនេះគឺឈុតក្នុងខេពួកឯងត្រូវតែអញ្ជើញពួកយើងទៅ3នាក់នេះទៅផងដែរហើយទៅរកស្រីស្អាតៗឲ្យយើងផងទើបបានពួកយើងយល់ព្រមបើមិនចឹងទេឯងច្បាស់ជាស្លាប់ពួកលោកទុកចិត្តចោះខ្ញុំនិយាយម៉ាត់ណាគឺម៉ាត់នឹងប៉ុន្តែលោកចង់បានអាពីឈុតនៅក្នុងខេនោះយកឈ្នះខ្ញុំសិនទៅចាំនិយាយគ្នាទៀតអីយ៉ាអូយញ៉ូពីខៀនរុនផ្ទះដៅផ្ដាច់ស្មោលខ្លាំងម្ល៉េះមិនអាចទេពិតជាមិនអាចទេហេតុអីបានជាឯងខ្លាំងយ៉ាងនេះយើងចាញ់ឯងហើយតើឯងជានរណាគេទៅយើងប្រាប់ហើយតាថាកំចុងភ្នាល់ជាមួយយើងឥឡូវនេះយ៉ាងម៉េចដែរហ៎យើងប្រាប់ហើយទឹកដីរបស់ពួកឯងទឹកតែចោះចូលជាមួយនឹងយើងម្យ៉ាងទៀតអាច10កេះនោះក៏ត្រូវឲ្យពួកយើងដែរពួកលោកទាំងអស់គ្នាកំពុងតែប្រឈមមុខនឹងកម្រិតព្រះហើយខ្ញុំប្រាប់ពួកលោកហើយប៉ុន្តែពួកលោកនៅតែមិនជឿមុននេះខ្ញុំអាចប្រាប់ហើយថាគាត់គឺជាអ្នកកម្ចាត់បិសាចពេលនេះជឿហើយនៅមានអីចាំនិយាយទៀតទេមិនគួរឲ្យជឿថាឯងមានយុទ្ធសាស្ត្រកម្រិតព្រះបែបនេះអញ្ចឹងតើបានជាឯងអីបែបនេះអញយល់ទៅរបស់យើងពេលនេះខូចខាតអស់រលីងហើយថែមទាំងអស់10កែទៀតតើឯងជានរណាគេទៅហេតុអីបានជាមានសមត្ថភាពខ្លាំងបែបនេះសូមកាត់បន្ថយត្រឹមតែ5កែតើបានដែរទេមិនបានទេខ្ញុំប្រាប់ហើយថា10កែគឺ10កែនគរពួកឯងទាំង3ត្រូវចូលជាមួយនឹងនគរមហាជើចាប់ពីថ្ងៃនេះទៅត្រូវតែស្ដាប់បញ្ជាប្រពន្ធរបស់ខ្ញុំបើមិនអញ្ចឹងទេកុំថាសាវបានខ្ញុំនេះដាច់ធម្មតាចំពោះពួកលោកពេកហ៊ានប្រយុទ្ធជាមួយខ្ញុំត្រូវតែទទួលស្គាល់កុំភ្លេច10កែផង10កែនោះខ្ញុំនឹងឲ្យគេដឹកជូនលោកម្ចាស់ខ្ញុំក៏ដូចគ្នាខ្ញុំប្រាប់ចោលចាច់ហើយ10កែនោះចាក់ខ្ញុំតិចឲ្យលោកហើយចុះចំណែកលោកវិញដឹកឲ្យខ្ញុំពេលណាដែរខ្ញុំដឹកឲ្យលោកនៅថ្ងៃនេះតែម្ដងលោកកុំបារម្ភអីមួយយ៉ាងទៀតពួកយើងក៏សូមចូលជាមួយនឹងមហាជើដែរហើយចុះពេលនេះទាំង3ទៀតនៅមានចិត្តចង់ធ្វើបាបមហាជើទៀតទេខ្ញុំបានបញ្ជាក់ហើយខ្ញុំមិនចង់អស់កន្លែងទៀតទេនៅក្នុងការប្រកួតនេះមហាជើតែម្នាក់អាចយកឈ្នះមនុស្ស3នាក់អ្នកទទួលជ័យជំនះគឺមហាជើពួកលោកមិនត្រូវធ្វើអ្វីប្រេះផ្ដាស់ទេនគរទាំង3ត្រូវអត់ចេញហើយព្រមចុះចាញ់អរគុណព្រះអង្គម្ចាស់ណែប្រពន្ធសម្លាញ់ពេលនេះចាំមិនដែរអំពីសមត្ថភាពរបស់ប្តីអូននោះសមត្ថភាពខ្លាំងដែរទេហ៎ប្តីអីគេខ្ញុំបាននិយាយជូនតើប៉ុន្តែយ៉ាងណាលើកនេះហាគឺលោកបានធ្វើល្អហើយចាំខ្ញុំផ្ដល់រង្វាន់ជូនលោកចុះខ្ញុំកម្លាំងឋានៈឲ្យលោកធ្វើជាមេតបប្រទេសសេះស្អីគេមេតបប្រទេសសេះស្អីហើយយ៉ាងណាអូនក៏ជាប្រពន្ធរបស់បងប្តីអូនឈ្នះបែបនេះក៏គួរតែផ្ដល់រង្វាន់ឲ្យមួយមកណាថាមកសើតមកបានទេហ៎ចាញ់ទេមកសើតក៏មិនបាន30កែនោះអញផឹកតែឯងផឹកមិនអស់ទៅមិនខ្វល់ទេត្រូវហៅប្រយុទ្ធទាំង3នោះមកផឹកជាមួយពួកយើងដែរអញ្ចឹង
អា30កេសហ្នឹងអូនមិនព្រមទៅផឹកជាមួយបងទេហ៎បើអញ្ចឹងមែននោះអញ្ចឹងបងមានតែហៅប្រនាងនគរទាំង3នោះមកជួយផឹកជាមួយបងហើយ ព្រះបិតាព្រះអង្គជាអ្នកគ្រប់គ្រងនគរទាំង3ប៉ុន្តែគួរស្ដាយតែចាញ់អ្នកបម្រើនោះទៅវិញពេលនេះគួរធ្វើមិនទៅ ពេលនេះយើងរងចាំមើលសិនទៅសមត្ថភាពអាយល្អិតនោះពិតជាខ្លាំងណាស់យើងមិនអាចយកឈ្នះគេបានទេថ្ងៃនេះដូចជាឯងបានឃើញចឹងយើងចាញ់គេថែមទាំងអស់10កេសហើយខ្លួនឯងក៏ទៅរៀបការជាមួយនឹងគេទៀត ខ្ញុំមិនចាំសុខចិត្តស្លាប់មករៀបការជាមួយអ្នកខ្ញុំលើថាព្រះបិតាចង់សុំឲ្យពួកយើងនេះរៀបការជាមួយអ្នកបម្រើនោះណាពេលនេះម្ចាស់បងគិតយ៉ាងម៉េចទៅពួកយើងទាំង3ពេលនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាជ័យទាំងអស់ដើម្បីកុំឲ្យបោកទៀតព្រះអង្គម្ចាស់ច្បាស់ជាមានផែនការជាមិនខានបានចឹងទាំងអស់គ្នាគិតយ៉ាងម៉េចទៅចំពោះសៅហ្វាន់អាក្រក់នោះព្រះនាងពិតជាមិនចង់ដឹងពីសៅហ្វាន់មែនទេម្យ៉ាងទៀតគេជាអ្នកយកឈ្នះលើស្ដេចបិសាចខ្ញុំគិតថាដើម្បីឲ្យគាត់ជួយការពារនគររបស់ពួកយើងទាំង3គឺយើងត្រូវតែរៀបការជាមួយគាត់សៀនយិនមីងក្នុងចិត្តរបស់ព្រះនាងគិតតែមនុស្សប្រុសហើយសម្រាប់ខ្ញុំខ្ញុំនៅតែមិនជឿទេថាគេជាអ្នកកម្ចាត់បិសាចនោះខ្ញុំមិនជឿថាគេនឹងប្រកែកជាងខ្ញុំទេខ្ញុំគិតថាគេនឹងប្រហែលជាមានវេទមន្តអីហើយមកទៅនោះខ្ញុំគិតថាគេច្បាស់ជាប្រើល្បិចហើយបើសិនជាព្រះនាងមិនជឿទេពួកយើងទៅមើលសិនទៅអីបើបាត់ចេញចឹងមែននោះគឺយើងងាយដោះស្រាយជាមួយគាត់ខ្លាំងណាស់រកវិធីចាប់គាត់មកកន្លែងយើងទៅចំណែករឿងផ្សេងទៀតទុកឲ្យខ្ញុំជាអ្នកចាត់ចែងចុះអីចាលោកដែរយ៉ាងម៉េចហ្នឹងគឺនាង គេជាលោកគេ មិននឹកស្មានថាព្រះនាងនគរខាងលិញបែរជាមកដើរលេងនៅទីនេះវិញខ្ញុំប្រាប់នាងទៅចុះចុះល្អនាងគួរតែបញ្ញាប់ត្រឡប់ទៅវិញទៅមិនយូរមិនឆាប់ទេនាងខ្លាចទៅជាប្រពន្ធចោលរបស់ខ្ញុំណាគេចង់ធ្វើបាបប្រពន្ធចង់លោកនោះតើសើប្រូដូចជាលោកនេះពួកយើងទាំង3នាក់ទប់ទល់កាត់ទេចរិតរបស់នាងនៅពេលខឹងគឺដូចជាយូហៃអញ្ចឹងយូហៃជាអ្នកណាគេទេអញ្ចឹងនាងមិនមែនជាយូហៃទេឬមួយក៏នាងមិនមែនជាអ្នកដែលឆ្លងពេលវេលាមកកាន់ទីនេះបើអញ្ចឹងមែននោះនាងបញ្ញាប់ទៅជាមួយខ្ញុំទៅខ្ញុំនឹងបង្ហាញនាងឲ្យឃើញមកអេចាប់តាំងពីប្រយុទ្ធជាមួយនឹងស្ដេចបិសាចនោះមកហើយបានជាមានច្រកលំហនេះវ៉ាវតើនេះជាអ្វីទៅខ្ញុំយល់ថាទីនេះមានកម្លាំងខ្លាំងណាស់ខ្លាំងជាងតំបន់ភាគខាងលិចរបស់យើងទៅទៀតខ្ញុំមិននឹកស្មានថាយូហៃនិងស៊ីយានជាមនុស្សតែមួយទេការពិតរូបរាងរបស់នាងគឺនៅក្នុងពិភពផ្សេងមួយទៀតសាហ្វានលោកតាណាហ្នឹងនាងគិតថានាងអាចរួចខ្លួនមែនទេហ៎ដែលគេចមុខពីយើងនោះយើងប្រាប់នាងទៅចុះយល់ល្អនាងគួរតែប្រាប់ពីកន្លែងសម្ងាត់ដែលលាក់ទុកគ្រឿងញៀននោះហើយទៅលបងស្រីទាំងឡាយនេះគឺបំផ្លាញកិច្ចការងារធំរបស់យើងបងប្អូនយើងស្លាប់ក៏ដោយសារតែនាងដែរវិធីតែម្យ៉ាងគត់នាងឆាប់ប្រាប់មកបើមិនប្រាប់ទេនាងច្បាស់ជាស្លាប់ជូហើយហេតុអីបានជានាងនៅទីនេះទៅវិញត្រូវហើយការពិតអត្តបិហួរគឺជួញដូរគ្រឿងញៀនជូហួរឯងឆាប់លេងយូហើយទៅសាហ្វានបងពិតជាល្ងងណាស់ហេតុអីក៏បងមកទីនេះពួកគេនឹងសម្រាប់បងណាបងទៅវិញទៅគ្រប់យ៉ាងគឺមកពីអាចង្រៃឯងគឺបំផ្លាញផែនការរបស់យើងការពិតអ្នកដែលបង្ករឿងធំជាងគេនៅក្រៅខ្នងយូហើយគឺអាល្អិតអ្នកនេះទេមនុស្សស្មានថាអាចង្រៃឯងត្រូវមកក្រកកំភ្លើងធ្លាក់ពីលើអាគារហើយនៅតែមិនងាប់ពេលនេះឯងចង់ងាប់ដោយខ្លួនឯងហើយពួកឯងចាប់កៅវាទៅកូនតិចសាសរបស់វាណែអេយ៉ាតើឯងជាស្អីទៅស្បែកគង់ឬក៏កាត់បុតលំឆែកអីពួកឯងឆាប់លេងទៅហើយបងឈួតហើយមែនទេហេតុអីក៏បងត្រឡប់មកវិញបងដឹងថាវាមានគ្រោះថ្នាក់ដែរទេជូហើយបងបានឆ្លងពេលវេលាទៅកាន់សម័យបុរាណហើយក៏ជួបមនុស្សស្រីម្នាក់មុខមាត់ដូចជាអូនឈ្មោះថាសៀនយិនមីងពេលនេះអូនឆាប់ទៅជាមួយនឹងបងទៅតើនាងជានរណាមិននឹកស្មានថាយូហើយគឺជាបំណាច់រាងកាយមួយនៅភពផែនដីរបស់សៀនយិនមីងអញ្ចឹងតើបានជានាងមើលដឹងពីអនាគតបានដោយសារតែខ្ញុំមានរូបរាងដូចជាគេបានជាលោកនិយាយអញ្ចឹងឯងអញ្ចឹងអ្នកទាំងពីរប្រហែលជាស៊ីចម្រៅហើយមែនទេអញ្ចឹងខ្ញុំរៀបការជាមួយលោកចាស់ហើយហ
ហើយណែហេតុអីបាត់ជាចេញអសរបែបនេះមើលទៅពិភពលោកដូចជាផ្លាស់ប្ដូរហើយពិភពផែនដីកលាប់ចាឃើញឋានសួគ៌និងទេវតាមើលទៅសៅហ្វានម្នាក់នោះពិតជាមានសមត្ថភាពអស្ចារ្យហើយយើងមិនអាចយកឈ្នះវាបានទេត្រូវតែរកវិធីត្រូវតែរកវិធីអើយបច្ចេកទេសមួយនេះពិតជាសាហាវប្រេងផ្សៃពេកហើយលោកគ្រូកាត់អីហ្នឹងយើងវាទៅជុំមកលេខលោកគ្រូកុំអភ័យខ្ញុំអីសោះលោកគ្រូប្រាយុទ្ធសិលដើម្បីទូទាយចុងវាសនារបស់សៅហ្វាន់មើលមិនឃើញបែរជាឡងមកខ្លួនឯងទៀតតើគេជានរណាទៅខ្ញុំគឺជាខ្ញុំហើយលោកចង់មើលចុងវាសនារបស់ខ្ញុំផងអីមិនហេតុអីបានជានាំអាល្អិតនេះមកទីនេះលោកគ្រូសូមលោកគ្រូកុំអារម្មណ៍អីសោះលោកគ្រូខ្ញុំមានអាកំបាំងមួយចង់ប្រាប់លោកគ្រូខ្ញុំមកពីពិភពផែនដីគឺជាការពិតថាម៉េចឯងមកពីពិភពផែនដីអញ្ចឹងរឿងនេះជាការពិតខ្ញុំជាសាររបស់លោកគ្រូខ្ញុំចាំបានអ្វីទាំងអស់អូលោកគ្រូមានអារម្មណ៍យ៉ាងម៉េចទៅហើយពេលនេះយើងធូរស្រាលបន្តិចចង់បាក់ឆ្អើងឆ្អែកយ៉ាក៏ប៉ុន្តែចង់សួរឯងបន្តិចតើអត្តសញ្ញាណរបស់ឯងជាស្អីទៅឆាប់និយាយភ្លាមមកអត្តសញ្ញាណរបស់ខ្ញុំគឺជាមនុស្សអាត់កំបាំងខ្ញុំមិនអាចរាប់ប្រាប់លោកបានទេសូមលាតមុនហើយមិនពេលនេះឯងគិតយ៉ាងម៉េចទៅពួកយើងចាញ់មហាចៅហើយណាលោកគ្រូខ្ញុំពិតជាចង់និយាយណាម្យ៉ាងទៀតខ្ញុំបានសម្រេចចិត្តហើយថាខ្ញុំរៀបការជាមួយសៅហ្វានថាម៉េចនេះឯងរៀបការជាមួយនឹងគេអីបានចឹងលោកគ្រូអត់យល់ព្រមទេលោកគ្រូក៏គ្មានច្បល់ដែរលោកគ្រូហ៊ានភ្នាល់ក៏ត្រូវតែហ៊ានចាញ់ពេលនេះចាច់គេហើយព្រះនាងនគរមហាចៅឲ្យឯងរៀបការជាមួយនឹងអ្នកប្រុសសៅនេះតើយើងអាចបដិសេធបានដែរទេនេះជាការពិតណារឿងនេះខ្ញុំមិនដឹងទេហើយខ្ញុំក៏មិនយល់ដែរថាខ្លួនរបស់ខ្ញុំមានរូបរាងនៅពិភពផ្សេងទៀតនោះប៉ុន្តែខ្ញុំពិតជាអរគុណណាស់ដែលសៅហ្វានខំឲ្យលំហនោះយករាងកាយរបស់ខ្ញុំឲ្យចូលរាងកាយមួយនេះហើយជ្រែកលំហហើយនៅណាទៅទីតាំងកន្លែងណាទៅប្រាប់លោកគ្រូផងទៅមើលកន្លែងអាកំបាំងនោះស្ថិតនៅច្រកភ្នំគូស៊ូប៉ុន្តែមានតែសៅហ្វានទេដែលចេះបាក់ច្រកលំហនោះមកយ៉ាងទៀតបើទោះបីជាយើងសរោឃើញនៅកន្លែងនោះក៏យើងមិនអាចបាក់ច្រកបានដែរណាលោកចឹងបានន័យថាជាច្រកអាត់កំបាំងក៏ប៉ុន្តែចឹងមិនមានតែឲ្យឯងរៀបការជាមួយនឹងគេបន្ទាប់បោទៀតឯងត្រូវធ្វើបាច់អូកាឡាស៊ីស៊ីតយ៉ាងណាក៏ដោយឲ្យតែឯងនឹងស៊ើបដឹងពីល្បិចបើកច្រកលំហនោះដូច្នេះតែខ្ញុំគួរធ្វើយ៉ាងម៉េចថាម៉េចម្ចាស់ស្រីភៀកខាងដីរៀបការជាមួយសៅហ្វានជាប្រពន្ធស្រាប់ច្បាស់ទេពេលនេះពួកគេកំពុងតែរៀបចំបដាការឲ្យប្រមែម្ចាស់តើឯងទទួលតំណែងច្បាស់ទេថាប្រពន្ធស្រាប់ច្បាស់ខ្ញុំម្ចាស់ឮច្បាស់ណាស់មិនមែនជាប្រពន្ធចង់ទេជាប្រពន្ធស្រាប់ច្បាស់ប្រមែម្ចាស់បានអញ្ចឹងយើងនឹងពនាងនគរបៃម៉ាននោះគិតយ៉ាងម៉េចសុំពនាងទុបបតីប្រមែម្ចាស់ខ្ញុំម្ចាស់គិតថាពនាងភៀកខាងលិចគឺដូចជាលឿនពេកចាយម្យ៉ាងទៀតសម្ព័ន្ធគឺបានព្រមព្រៀងគ្នារួចហើយពួកគេសន្យាយ៉ាងម៉េចខ្លះខ្ញុំខាងសើស្រាប់ទៅហើយរឿងនេះវាទៅជាយ៉ាងម៉េចខ្លះគឺត្រូវតែនិយាយអស់ចុះហេតុអីបានជាយើងខាងគេខ្លាំងម៉េះនេះមិនយល់សោះហើយចុះពួកគេនិយាយថាម៉េចខ្លះសៅហ្វានមិនតមានដំណឹងទេប្រមែម្ចាស់ឯងកម្រើសវាមកទៀតឯងចង់ឲ្យយើងគប់ចោលទៀតមែនទេពេលនេះពនាងម្ចាស់ភូមិភាគខាងលិចហ៊ានក្បត់ជាមួយសម្ព័ន្ធយើងបើអញ្ចឹងសូមគំបន្ទោសថាយើងនេះមិនស្មោះត្រង់អសោះណាពេលនេះការសម្ដែងចិត្តចាប់ផ្ដើមហើយសូមក្រាបថ្វាយបង្គំព្រះអង្គម្ចាស់ទទួលបានដំណឹងយ៉ាងម៉េចខ្លះទទួលបានដំណឹងអីខ្លះសូមទូលពនាងម្ចាស់ស្ដេចនគរទាំង3កំពុងតែគង់នៅក្រុងជើងអានពេលនេះមិនទាន់ធ្វើសកម្មភាពអ្វីនៅឡើយទេប្រមែម្ចាស់បើអញ្ចឹងពេលនេះមិនទាន់ធ្វើអីទេប៉ាត់មែនថាមិនទាន់ធ្វើអីប៉ុន្តែពួកទាហានចេញចូលញឹកញាប់ណាហើយក្នុងដៃរបស់ពួកគេគឺដូចជាកាន់អ្វីហើយដូចជាពួកគេកំពុងតែជួយដោអ្វីម្យ៉ាងអញ្ចឹងប្រមែម្ចាស់ហើយចៅសៅហ្វាននោះថ្មីនេះគេបានធ្វើអីខ្លះថ្ងៃនេះលោកម្ចាស់សៅហ្វានបានទៅផ្សារជាមួយពនាងម្ចាស់នៅភូមិភាគខាងលិចពេលដែលត្រឡប់មកវិញលើគេនិយាយថាពនាងបានយល់ព្រមរៀបអភិសេកជាមួយលោកម្ចាស់សៅហ្វានណាប្រមែម្ចាស់តែបានចេញតែក្រៅមួយថ្ងៃតែប៉ុណ្ណោះពេលដែលត្រឡប់មកវិញក៏ស្រាប់តែមានរឿងបែបនេះកើតឡើងមែនទេប៉ុន្តែរឿងទាំងអស់នេះគឺខ្ញុំម្ចាស់មិនទាន់បានស៊ើបដឹងច្បាស់ដល់ឡើយទេកំពុងតែស៊ើបបន្តទៀតហើយប្រមែម្ចាស់វាអាចទេថាពួកគេទាំងពីរគឺជាការពិតឬមួយក៏ខ្ញុំប្រច័ណ្ឌមិនអាចទេខ្ញុំជាព្រះអង្គម្ចាស់កិត្តិយសថ្លៃថ្នូរមិនទាំងអាចចំណេញនឹងពនាងទៅតាច់បានទៅបង្កើនកម្លាំងបន្ថែមត្រូវតាមបានពួកពនាងទាំងអស់នោះឲ្យជាប់យើងចង់ដឹងថាពួកគេធ្វើអីខ្លះនិយាយអីខ្លះតាំងពីព្រឹករហូតដល់ចុងព្រះមេម្ចាស់ចំណែកឯសៅហ្វានមិនអនុញ្ញាតឲ្យស្និទ្ធស្នាលជាមួយស្រីទាំងអស់នោះទេនេះជារីកបញ្ជាយល់ហើយព្រះមេម្ចាស់គឺគេនេះហើយដែលគ្រប់គ្នានិយាយថាបានជួយជីវិតតារបស់ខ្ញុំដើម្បីសងសឹកឲ្យឪពុករបស់ខ្ញុំត្រូវទៅសាកល្បងសៅហ្វាននេះតែគេមានចំណេញអីទៅ
តានេះជាណាចង់មកសម្លាប់ជើងផងអី ឆាប់លេងខ្ញុំទៅកុំធ្វើបាបខ្ញុំ អាមិនបានទៅជានាងទៅវិញហ៎នាងធ្វើបែបនេះចង់សម្លាប់ប្តីរបស់ខ្លួនឯងតើមែនដែរទេហ៎ ខ្ញុំមិនតាន់បានរៀបការជាមួយលោកផងមិនក៏ឲ្យខ្ញុំថាប្រពន្ធហើយខ្ញុំក៏មិនជឿថាលោកបានសម្លាប់បេសាចនោះដែរតើលោកមានអាវុធវេទមន្តពីរាជវង្សណាខ្លះទេបើតាមកាយភ្នែករបស់ខ្ញុំគឺលោកគ្មានយុទ្ធសាស្ត្រអីនោះទេប៉ុន្តែមើលទៅលោកគឺច្បាស់ជាមានវេទមន្តអីហើយបើមិនអញ្ចឹងទេរឿងអីដែលលោកអាចគេចផុតពីផ្លែព្រួយរបស់ខ្ញុំបាញ់មិញនេះ បើគ្រាន់តែហេតុផលតែប្រពន្ធនេះខ្ញុំមិនចាំបាច់និយាយច្រើនជាមួយនាងទេយល់ល្អនាងចេញទៅ សង្ឃឹមថាបទត្រីរបស់យើងអាចធ្វើឲ្យព្រះអង្គម្ចាស់ចូលអន្ទាក់របស់ពួកយើងទៅចុះបន្តមកទៀតដល់វេនរបស់លោកទាំងពីរនាក់ហើយសូមកុំធ្វើឲ្យព្រះអង្គម្ចាស់នោះរួចខ្លួនឲ្យសោះណាអាយ៉ាលោកទុកចិត្តចុះខ្ញុំគ្រាន់តែបញ្ចេញក្តាប់យុទ្ធសាស្ត្រព្រះអង្គម្ចាស់នោះច្បាស់ជាទៅឥណ្ឌាមិនខានទីមិនថាអញ្ចឹងឯងបាត់ជាតាមហៅហើយព្រះអង្គម្ចាស់ច្បាស់ជាខ្ចប់ដោយសារតែពួកយើងនេះមិនអាចរត់តាបានទេដូចជាអ្នកមើលអញ្ចឹងពេលបញ្ចូលសម្លេងធំត្រូវអត់ជួយចុច like ស៊ីទេតែដល់ពេលបញ្ចូលបែកនេះរីកគុណលឺលោកនិយាយចឹងត្រូវហើយគេចង់ឲ្យយើងនិយាយត្រូវសាច់រឿងប៉ុន្តែដល់ពេលមើលវីដេអូធ្លាក់ like បាត់ឥឡូវពួកយើងគួរតែនិយាយវល់ឬក៏និយាយត្រូវសាច់រឿងបើនិយាយត្រូវសាច់រឿងបែរជាវីដេអូរបស់យើងធ្លាក់ like ទៅវិញតែបែរជាភ្លាវបែរជាឡើង like ខ្ញុំគិតថាគួរតែបន្តភ្លាវទៀតទៅបើមិនចឹងទេធ្លាក់ like អស់លីហើយពេកយើងស្ងាត់អ្នកមើលហើយដោយសារតែពេកឯនោះមិនសូវភ្លាវខ្ញុំភ្លាវច្រើនជាងខ្ញុំភ្លាវច្រើនជាងខ្ញុំភ្លាវច្រើនជាងបើលើពួកអាគីបាច់គិតតែភ្លាវហ្នឹងហើយអត់គិតពីកិច្ចការងាររបស់យើងទេដឹងថាថ្ងៃនេះយើងធ្វើស្អីទេត្រូវហើយការងារសំខាន់ជាងបែរជាពួកឯងដណ្ដើមគ្នាភ្លាវពេញហ្នឹងពួកឯងនេះចរិតអត់កែសោះមកមក3ជាងហើយចិត្តគេចាក់ទំនួញប្រែតហើយព្រះអង្គម្ចាស់ច្បាស់ជាមកពួកឯងគេចខ្លួនសិនទៅបាទមិនយល់ទេនេះសាវ៉ានគេមានកម្រងអីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនោះណាកាត់ទៅពិតជាគួរឲ្យចង់សែបមែនទេ ម៉ែឪរស់នៅប្រឹងព្រោះកូន សាវ៉ានខ្ញុំមកដល់ហើយណា តែអាកូនវាមិនដែលដឹងគុណម៉ែឪ សាវ៉ានឈប់លេងទៀតទៅលោកអត់លឺខ្ញុំសួរទេអី ទាឆាក្តៅពេលស្វឹងអីវាឲ្យយើងជួយកោសខ្យល់វា ហេតុអីបាត់ជាលោកហើយចុះសាវ៉ានលោកធ្វើអីចំពោះគាត់ ដងហ្វាំងស៊ូអាល្អិតនោះទៅបោះបាយបិណ្ឌបាត់ហើយទុកឲ្យព្រះអង្គម្ចាស់នៅទីនេះងាយស្រួលពួកយើងចាប់ការ តែលោកចង់ធ្វើអីទេបើកុំទៅសាវ៉ានប្រយ័ត្នជាមួយបេសាចម្លេះតែកញ្ចាត់ទាំង3ឯងគ្មានជីវិតរស់ទេ ក៏ប៉ុន្តែពួកយើងក៏ចង់ដឹងគុណអាល្អិតនោះដែរក៏ប៉ុន្តែមិនដឹងជាគេបានយកស្អីវាយយើងម្នាក់មួយដៃពេលនេះក្នុងខ្លួនពួកយើងមានកំហឹងដល់កហើយឃើញមុខវាចង់តែទះបីដៃវិញថាម៉េចពួកយើងទាំង3នាក់នេះគឺក្នុងចិត្តថាគួរតែសងគុណវាតែគាត់ចុះគាត់ឡើងលុបពួកយើងមាននេះគឺដោយសារតែវាជាអ្នកវាយយើងទេពួកយើងទាំង3បានស្ដេចបិសាចជួយពួកយើងទើបពួកយើងមានជីវិតរស់ដល់ពេលនេះថ្ងៃនេះគឺទាំងការទាំងដើម អំពើអាក្រក់លោកចេះធ្វើណាអំពើល្អមិនចេះធ្វើទេលោកចង់ឲ្យយើងចូលចាញ់ហើយសម្រាប់យើងហ៎ និយាយច្រើនណាស់វាយគ្នាតែម្ដងទៅ ផែនការរបស់ពួកយើងជោគជ័យពួកឯងឆាប់យកពនាងទៅចងទៅ បើសិនជាយើងទទួលបានត្រាគុជថ្មនោះគឺយើងមិនអាចចូលចេញមហាជ័យជាដាច់ខាតតែព្រះអង្គទុកនៅកន្លែងណាអញ្ចេះ តូចគូតបែបនេះទៀតថែមទាំងមានរបស់លេងទៀតឬមួយព្រះអង្គម្ចាស់យល់ព្រមជាមួយនឹងជាងហើយមិនខ្វល់ទេពេលនេះត្រូវតែលេងអាចារ្យដៃបន្តិចសិនចាហើយចាមិននឹកស្មានថាទុករបស់នេះឲ្យទូបង្គំលេងសោះ សាវ៉ានលោកចង់ធ្វើអីខ្ញុំ ចង់ធ្វើស្អីមែនទេទុករបស់មួយនេះច្បាស់កន្លែងហើយសួរថានឹងចង់ធ្វើស្អីហ៎ សាវ៉ានចាំបន្តិចណា ហើយចាំបន្តិចទៀតផងចិត្តនៃដល់មាត់ហើយអានថាទៅភ្លើមិនព្រមស៊ីនោះមកប្រពន្ធសម្លាញ់សុំជប់មួយ ពេលនេះគឺលោកមិនអាចសម្រេចបានទេធ្វើចាំមិនទៅបើសិនជាស្រែកអ្នកយាមខាងមុខច្បាស់ជាលឺជាមិនខានអើយសាវ៉ានយើងនឹងសម្រាប់ឯង បាត់តាហើយយុគមិនសិតតែនិយាយថាសាហ្វានតិចតិចថ្នមបាន3ដង
នេះជារបស់អ្វីទៅជឿមានអារម្មណ៍ថាប្រអប់នេះដូចជាធ្លាប់ស្គាល់ស៊ូអឺហេតុអីបានជាលេងតំណាប់អញ្ចឹងហ៎អីចាលោកគ្រូនៅទីនេះហាក់ពិតជាធន់ខ្លាំងណាស់លោកគ្រូនំខ្ញុំក៏ដាស់លេងទៅណាមិនទៅទេបើអញ្ចឹងលោកគ្រូមិនអាចលេងជាមួយខ្ញុំទេមិនអាចលេងបានទេបើអញ្ចឹងគឺមានតែខ្ញុំលេងជាមួយលោកគ្រូវិញលេងជាមួយលោកគ្រូក៏មិនបានដែរស៊ូអឺនេះឯងធំហើយនៅចង់លេងជាមួយនឹងលោកគ្រូទៀតប្រទេសផ្ដាស់មែនបើអញ្ចឹងលោកគ្រូច្រើនឆ្នាំកន្លងមកនេះហាខ្ញុំពិតជាចង់ឃើញមុខលោកគ្រូខ្លាំងណាស់លោកគ្រូឲ្យខ្ញុំឃើញមុខបន្តិចបានទេរឿងនេះគឺមិនបាននោះទេគ្រាន់តែដោះវាចេញហើយសុំមើលបន្តិចមិនបានទេអីហើយតែម្ដងទេណាហើយហេតុអីក៏លោកគ្រូចាប់ដាច់មែនលោកគ្រូដោះមិនបាននោះទេហេតុអីក៏ដោះមិនបានទេលោកគ្រូពាក់វាជាប់មែនទេមិនថាលាងមុខមិនថាហូបបាយគឺពាក់ជាប់ហ្មងហ៎ហើយមានធុញអត់ហ្នឹងខ្ញុំអត់ប្រកាន់ថាលោកគ្រូមានមុខយ៉ាងម៉េចទេណាស្អាតមិនស្អាតតែទទួលបានទាំងអស់គ្រាន់តែសុំមើលបន្តិចចាស៊ូអឺកុំធ្វើបែបនេះអីស៊ូអឺណែសំតផងលោកគ្រូពីព្រោះវាជ្រុលបាត់ហើយហ្នឹងកុំខឹងខ្ញុំអីណាតបជាប់ស៊ូអឺពេលនេះគឺឯងធំហើយដល់ពេលដែលឯងត្រូវចាក់ចែងទៅមើលពិភពលោកនៅខាងក្រៅហើយពិភពលោកនៅខាងក្រៅពិតជាគ្រោះថ្នាក់ណាស់ដូច្នេះឯងត្រូវតែការពារខ្លួនឯងបើមិនចឹងទេច្បាស់ជាchếtរយមិនខានយល់ដែរទេបានចឹងលោកគ្រូអត់អាចចេញទៅក្រៅជាមួយស៊ូអែបានទេអីលោកគ្រូត្រូវតែការពារស៊ូអែណាលោកគ្រូមិនអាចចាក់ចេញពីទីនេះបានទេមិនអញ្ចឹងហេតុអីទៅហេតុអីក៏មិនអាចចេញទៅក្រៅបានលោកគ្រូមានទូនាទីដើម្បីការពារនៅទីនេះបើលោកគ្រូចេញទៅច្បាស់ជាមានបិសាចអុកលងបានចឹងតែលោកគ្រូអត់អាចចាក់ចេញព្រះរាជបល្ល័ង្កនេះបានទេអីតាំងពីខ្ញុំនៅតូចមែននៅទីនេះគឺជាចំណុចកណ្ដាលនៃភ្នែកវិញ្ញាណទើបលោកគ្រូមិនអាចចាក់ចេញបានចំណុចកណ្ដាលភ្នែកវិញ្ញាណដូច្នេះហើយទើបលោកគ្រូនៅទីនេះដើម្បីការពារនៅពិភពទាំង4ការពារពិភពទាំង4ត្រូវហើយដូច្នេះហើយទើបលោកគ្រូមានទូនាទីការពារនៅទីនេះមិនអាចចេញទៅណាបានទេលោកគ្រូប្រាប់ឯងទៅចោះលោកគ្រូមានរហស្សនាមមួយទៀតគ្រាន់តែពួកបិសាចលើឈ្មោះលោកគ្រូក៏ភ័យខ្លាចដែរគឺព្រះអង្គម្ចាស់គ្រប់គ្រងពិភពទាំង4លោកគ្រូក៏បារម្ភអីសុនអើនៅកណ្ដាលលោកគ្រូជានិច្ចក្មេងល្ងងយើងពិតជាចង់ចាក់ចេញទៅជាមួយនឹងឯងខ្លាំងណាស់ប៉ុន្តែយើងមិនអាចចាក់ចេញពីទីនេះបានទេលោកគ្រូជូនជាអ្វីហ្នឹងអំណោយនេះខ្ញុំជូនលោកគ្រូណាគឺខ្ញុំបានតាមលោកគ្រូតាំងពីអាយុ3ឆ្នាំម៉េះរហូតដល់ពេលនេះខ្ញុំអាយុ22ឆ្នាំហើយសរុបទាំងអស់គឺ19ឆ្នាំក្នុងមួយឆ្នាំផ្លែឈើតែផ្លែម្ដងគត់ក្នុងមួយឆ្នាំខ្ញុំដាក់វាមួយគ្រាប់ទាំងអស់គឺ19គ្រាប់ណាបើសិនជាលោកគ្រូពាក់ទៅខ្លាចจะធ្វើឲ្យពពួកបីសាច់សាច់ចំអកលោកគ្រូនោះទេដូច្នេះលោកគ្រូមិនពាក់ទេពាក់ហ្មងទេណែមិនដែរចូលចិត្តអត់ហ្នឹងលោកគ្រូមិនពាក់ទេលោកគ្រូធ្លាប់តែពាក់តំណែងរបស់ថាបាយមិនស័ក្តិសមទេណាលោកគ្រូមិនត្រូវដោះវាចាញ់ទេគឺត្រូវតែពាក់វាទោះបីជាអ្នកណាខេងក៏ដោយលោកគ្រូគឺជាអ្នកគ្រប់គ្រងពិភពទាំង4តើអ្នកណាគេហ៊ានសាច់ចំអកឲ្យលោកគ្រូទេត្រូវហើយឯងនិយាយចឹងក៏ត្រូវមួយយ៉ាងដែរគ្មានអ្នកណាហ៊ានសាច់ចំអកសុនអើតាំងពីដើមមកលោកគ្រូមិនដែលសួរអំពីម្ដាយរបស់ឯងទេហេតុអីបានជាឯងមកដល់ទីនេះម្ដាយរបស់ខ្ញុំមែនទេខ្ញុំបានរស់នៅជាមួយគាត់តាំងពីតូចគាត់ត្រូវបានគេចាប់ខ្លួនរួចហើយក៏ត្រូវបានគេយកទៅសម្លាប់ចោលបាត់ហេតុអីបានជាលោកគ្រូសួរពីគាត់ម្ដាយរបស់ឯងមកពីពិភពពោពេញទៅដោយពន្លឺដែលមានភាពស្រស់ស្អាតនៅទីនោះគឺមានមនុស្សជាច្រើនគ្រប់ប្រភេទទីនោះគឺជាផ្ទះរបស់ឯងហើយសំណើថ្ងៃនេះឯងគួរតែសប្បាយចិត្តព្រោះឯងបានហាត់យុទ្ធសាស្ត្របានសម្រេចហើយលោកគ្រូគ្មានអ្វីនឹងអាចបង្រៀនឯងទៀតទេដល់ពេលឯងត្រូវចេញហើយហេតុអីក៏ឯងខ្ញុំចាក់ចេញប៉ុន្តែឯងត្រូវតែចាំថាត្រូវតែការពារផែនដីរបស់ឯងពីព្រោះថាពិភពមួយនោះគឺជាផ្ទះរបស់ឯងដូច្នេះឯងត្រូវតែការពារទីនោះឲ្យបានល្អអាចយល់ដែរទេសូអែយល់បានហើយសុនអើពេលនេះដល់ពេលវេលាដែលឯងត្រូវចាក់ចេញហើយគ្មានអ្វីសោកស្ដាយទេមនុស្សយើងតែងតែជួបតែងតែមានការបែកគ្នាជារឿងធម្មតាទេអរគុណលោកគ្រូសម្រាប់ការបង្រៀនកូនសត្វដែលជាខ្ញុំមួយជីវិតរបស់ខ្ញុំនេះនឹងចងចាំគុណរបស់លោកគ្រូជានិច្ចបានហើយទៅចុះបែកគ្នាលើកនេះមិនដឹងថាពេលណាបានជួបគ្នាទៀតទេសុនអើពិតជាមានសមត្ថភាពមែនជាស្ដេចស្រីគ្រប់គ្រងនគរប៉ុន្តែក៏មានរឿងមួយចំនួនដែរ100ឆ្នាំក្រោយលោកគ្រូនឹងទៅជួបឯងកូនសិស្សរងចាំលោកគ្រូទៅព្រះអង្គម្ចាស់នៅឋានសួគ៌ខ្ញុំចង់ចាក់ចេញពីទីនេះចង់ទៅលេងស្រុកកំណើតខ្លះបើឯងចាក់ចេញពីទីនេះទៅ
តើបានណាជជែកជាមួយនឹងយើងទៅឯងពិចារណាសិនទៅនៅទីនេះបាន2នាក់ជាមួយនឹងយើងបើឯងចេញបាត់យើងគ្មានគ្នាដកមេជាមួយគ្នាទេអត់ទេយ៉ាងណារាប់រយឆ្នាំហើយខ្ញុំនៅទីនេះមិនដែលបានទៅលេងស្រុកកំណើតទេគប់ជួលឆ្នាំនេះគឺជារដូវភ្ជុំបិណ្ឌដោយសារតែឯងចង់ទៅភ្ជុំបិណ្ឌយើងអនុញ្ញាតឲ្យឯងទៅចុះតែឯងដោះស្រាយវិធីឃុំឃាំងខ្លួនឯងទៅអញ្ចឹងតើលោកអាចមានវិធីដែរទេបើសិនជាលោកមានវិធីអាចជួយបង្ហើបខ្ញុំបានដែរទេមុនអាគមទំនួញប្រែល្អខ្ញុំនឹងសាក់មើលម៉ែឪរស់នៅប្រឹងព្រោះកូនដល់សូនជីវិតបាត់សង្ខារអីពិតជាអាចបោះបានមែនទេប៉ុន្តែឯងត្រូវតែមានការដោះដូរលោកចង់ដូរជាមួយនឹងវត្ថុមួយនេះមែនទេបានខ្ញុំនឹងផ្លាស់ប្ដូរជាមួយនឹងលោកខ្សែដៃមួយនេះពិតជាល្អណាស់ខ្លាញ់លោកសន្យាថាជួយមើលថែស៊ូអើមែនទេហេតុអីក៏ពេលនេះលោកធ្វើមិនបានទៅវិញសាវតារបស់លោកខ្ញុំស្គាល់ហើយតើលោកពិតជាមិនអាចរស់នៅមើលថែកូនស្រីរបស់ខ្ញុំអស់មួយជីវិតទេមែនទេតាមមើលទៅនេះគឺជាការបំពាន់ភ្នែកពួកទេវតានេះពិតជាលេងសើចពេកហើយលោកឆាប់ទៅអង្គុយនៅកន្លែងចាស់របស់លោកវិញទៅអ្វីគ្រប់យ៉ាងគឺខ្ញុំមិនខ្វាយខ្វល់អ្វីទាំងអស់សូមទោសផងណាមីងឆ្នាំនេះខ្ញុំត្រូវតែទៅលេងស្រុកលោកគ្រូណែសួរលោកគ្រូតែទីបំផាត់លោកគ្រូបង្ហាញមកឲ្យខ្ញុំឃើញហើយមកពួកយើងជប់លៀងទេតើដាក់ម្យ៉ាងជាមួយកូនសេះទៅណាលោកគ្រូណែអើយមកចាំងលោកគ្រូខ្ញុំគឺស៊ូអានណាពួកយើងអត់ចង់ជប់លៀងទេមកតែផាក់ជាមួយកូនសេះទេឡើយមិនមែនសួរអត់ទេឋានសួគ៌នេះពិតជាប្រេងអញពេកហើយដើម្បីទៅលេងស្រុកខ្ញុំត្រូវតែទៅឲ្យបានដើម្បីជួយដល់សុនអឺបើឯងចង់ទៅគឺឆ្លងមួយដំណាក់កាលនេះបើឯងឆ្លងផុតគឺអាចទៅបានខ្ញុំនឹងសាក់មើលហ៎របងចុះស្អីហ្នឹងហោះចុះហោះឡើងអញ្ចឹងចាប់យ៉ាងមិនបានទៅចេញកាឡាមកមិនចង់ឲ្យខ្ញុំចេញទៅស្រុកហ្មងការពិតគឺខ្ញុំគឺជាព្រះអង្គម្ចាស់គ្រប់គ្រងពិភពទាំង4អញ្ចឹងតើចេះតែឆ្ងល់ថាខ្លួនឯងមានកម្លាំងខ្លាំងម្ល៉េះការពិតខ្លួនឯងគឺជាព្រះអង្គម្ចាស់គ្រប់គ្រងពិភពទាំង4សោះពេលនេះខ្ញុំពិតជាអស្ចារ្យខ្លាំងណាស់កម្លាំងរូបរាងកាយអាបរោះម្នាក់នេះពិតជាអស្ចារ្យណាស់ពេលនេះកម្លាំងធាតុរបស់ខ្ញុំពិតជាអស្ចារ្យខ្លាំងណាស់សៅហ្វានហើយនឹងខ្ញុំបានចូលជាមួយគ្នាយុទ្ធសាស្ត្រខ្លាំងអស្ចារ្យនៅកោទាំង3បន្ទាប់ពីពិភាក្សាគ្នាច្រើនថ្ងៃក៏សម្រេចចិត្តបែបហ្នឹងហ៎ត្រូវហើយមើលទៅនៅកោទាំង3របស់ពួកយើងមិនអាចផ្សះផ្សាគ្នាបានទេយល់ល្អព្រះអង្គម្ចាស់ចូលចាញ់ឲ្យហើយទៅថាម៉េចពិតជាគួរចង់សេះបានហើយណាពេលនេះរបួសរបស់ខ្ញុំរើឡើងវិញខ្ញុំមិនចង់ខ្ជះខ្ជាយពេលវេលាទៀតទេពេលនេះតទៅនគរទាំង3គ្រប់គ្រងមហាជ័យហើយខ្ញុំក៏បានសម្រេចចិត្តរួចហើយថាចាប់ពីពេលនេះតទៅគឺខ្ញុំចូលនិវត្តន៍ទេព្រះអង្គមហាជ័យរបស់យើងមិនអាចប្រគល់ឲ្យអ្នកដទៃគ្រប់គ្រងទេណាពួកគេច្បាស់ជាបំផ្លាញយើងខ្ញុំបានសម្រេចចិត្តហើយនេះមិនចាំបាច់បកស្រាយទេសូមព្រះអង្គព្រះតម្រេះប្រមេម្ចាស់លីនស៊ីអញហ៊ាននិយាយបែបហ្នឹងផងមែនទេរឿងប្រទេសជាតិអញចេះដឹងផងហ៎យើងបានសម្រេចចិត្តហើយថាយើងត្រូវទៅធ្វើយ៉ាងនេះទាំងអស់គ្នាព្រះអង្គម្ចាស់បានយល់ព្រមហើយនៅនាងលីនស៊ីមិនចាំបាច់ធ្វើបែបនេះទេត្រូវហើយព្រះអង្គយល់ព្រមដោយខ្លួនឯងគ្រាន់តែបោះត្រាទៅគឺវាចប់ទៅហើយឆាប់បោះត្រាទៅនគរទាំង3របស់យើងនឹងគ្រប់គ្រងមហាជ័យហើយមហាជ័យคล้ายទៅជារបស់ពួកយើងនេះដូចជាមិនសមទេព្រះអង្គម្ចាស់ដាច់អហង្ការហើយប៉ុន្តែនៅក្នុងនេះគឺមិនទាន់មានត្រាទេកិច្ចសន្យានេះមិនទាន់មានសិទ្ធិភាពនោះទេមែនហើយគឺប្រហែលជាមកពីយើងឈឺខ្លាំងពេកម្ល៉េះហើយបានជាភ្លេចភ្លាំងនឹងណាប៉ុន្តែមិនអីទេមានយើងហើយបើទោះជាគ្មានត្រាក៏មិនអីដែរមិនអាចអញ្ចឹងទេព្រះអង្គខ្លាំងធំអញហ៊ានស្រែកដាក់យើងផងហ៎យើងជាស្ដេចឬមកក៏ឯងព្រះអង្គមើលទៅមិនស្រួលទេនេះលោកចង់ធ្វើអីនឹងសៅហ្វានលោកហ៊ានប្រមាថខ្ញុំនៅចំពោះមុខមនុស្សច្រើនផងហ៎ការពិតគឺជានាងមែនឆាប់លេងដីរបស់ខ្ញុំទៅហើយបានជាកន្លះខ្លួនទៅជាព្រះអង្គម្ចាស់ទៅវិញហ៎តាមពិតគឺនាងប្រែកន្លះខ្លួនការពិតគឺជាឯងហើយចាក់សៅហ្វានលេងដីរបស់ខ្ញុំទៅបំឡំខ្លួនធ្វើជាព្រះអង្គម្ចាស់ត្រូវតែមានទោសធ្ងន់ឈប់ភ្លាមព្រះអង្គមានរឿងអីទៅ
ពួកលោកចង់ប្រកាសសង្គ្រាមជាមួយមហាជើហើយ ប្រគល់មហាជើឲ្យយើងនឹងប្រគល់ព្រះអង្គម្ចាស់ឲ្យទៅពួកឯងវិញបើមិនចឹងទេព្រះអង្គម្ចាស់របស់ឯងនេះច្បាស់ជាស្លាប់ឥឡូវនេះហើយចាប់ពីពេលនេះទៅពិភពលោកនេះខ្លាយទៅជាស្ដេចរបស់បិសាចហើយពួកអតាកចាឯងឈប់និយាយភ្លាមទៅពួកអាចចក្រៃឯងចង់គំរាមជើងផងអីហេហ៎ណែអីបាត់ជាអាលអត់នេះមានយុទ្ធសាស្ត្រខ្លាំងម្ល៉េះយុទ្ធសាស្ត្រកម្រិតព្រះត្រូវហើយសមត្ថភាពពួកយើងពិតជាមិនដល់គេទេយ៉ាម៉ែអើយណែការពិតគេគឺជាព្រះអង្គម្ចាស់គ្រប់គ្រងពិភពទាំង4ណែថាម៉េចព្រះអង្គម្ចាស់ហើយព្រះអង្គម្ចាស់សូមលើកលែងទោសដល់ពួកយើងផងខ្ញុំខុសហើយអតាកចាស់ហេតុអីបានជាលុតជង្គង់នៅចំពោះមុខអាលអត់នោះទៅវិញធីមយើង3នាក់ផ្ដាច់តាកចាស់ឯងចោលហើយពេលនេះមានតែ BCC តែ2នាក់ទេពួកតាកចាឯងនេះយើងឲ្យឯងជួយគ្រប់គ្រងនគរការពារបិសាចហេតុអីបានជាមកចង់ដណ្ដើមទឹកដីមហាជើវិញឬមួយក៏ពួកឯងចង់ដណ្ដើមទឹកដីមហាជើនេះដើម្បីចង់ដោះបណ្ដាសាររបស់ពួកឯងតើអញដឹងតែរបៀបមិនទេគ្រប់យ៉ាងគឺស្ថិតនៅលើកំណាប់ដៃរបស់យើងអាចដោះបណ្ដាសារនេះបានពួកឯងទៅតែចុះចូលជាមួយនឹងមហាជើមិនត្រូវឈ្លានពានមហាជើទេយុទ្ធសាស្ត្ររួមគ្នាណែអាយ៉ានេះតើគាត់ពិតជាអាចដោះបណ្ដាសានេះបានមែនទេតាមបរិយាពេលយូរឆ្នាំហើយដែលវិជារីចប់បណ្ដាសានោះបណ្ដាសានេះគឺខ្លាំងណាស់តើគាត់ពិតជាអាចដោះបានមែនអោមហាតាញ់លោកតាប្រាប់អញឲ្យទៅផឹកស្រាសវឹងកាលណាចូលដីកាលនឹងបើកភ្លាមណែខ្ញុំជាហើយខ្ញុំក៏ជាដែរខ្ញុំជាហើយយ៉ាមានអារម្មណ៍ថាល្អអស់មិនចាស់ពិតជាស្អាតខ្លាំងណាស់ប៉ែនហើយមិនគួរឲ្យជឿសោះពិតជាស្អាតណាស់បណ្ដាសាខ្ញុំភ្លុកបែកបិណ្ឌនោះឥឡូវដោះបានហើយខ្ញុំបានដោះរួចព្រះអង្គទៅចុះពេលនេះលោកម្ចាស់សៅហ្វានបានដោះបណ្ដាសាឲ្យជាប់រាប់រយឆ្នាំនោះរួចហើយណាព្រះមេម្ចាស់និយាយអីហ្នឹងណែសូមអរព្រះអង្គម្ចាស់ដែលបានជួយសង្គ្រោះពួកយើងព្រះអង្គពិភពទាំង4ទូបង្គំអាចរៀនយុទ្ធសាស្ត្រពីត្រង់បានដែរទេជួយបង្រៀនទូបង្គំផងគ្មានពេលទំនេរបង្រៀនទេបើចង់រៀនត្រូវតែចូលធីមខាងខ្ញុំរបួសរបស់ទ្រង់បានជាសះស្បើយមែនទេព្រះអង្គតែទ្រង់មានអារម្មណ៍យ៉ាងម៉េចដែរទៅពិតជាល្អខ្លាំងណាស់អរគុណសៅហ្វានដែលបានជួយជួយជីវិតខ្ញុំលើកគេហៅលោកថាជាព្រះតែជាព្រះអីទៅការបាត់លោកជាព្រះអង្គម្ចាស់តែគ្រប់គ្រងក្នុងព្រះមែនទេម្ចាស់អីចេះលេងដែររបស់ព្រះអង្គពេលនេះគាត់ជារបស់ខ្ញុំទេពួកនាងចេញតែថ្ងៃចង់ធ្វើអីហ្នឹងដែរទៅពិតជាល្អខ្លាំងណាស់អរគុណសៅហ្វានដែលបានជួយជួយជីវិតខ្ញុំលើកគេហៅលោកថាជាព្រះតែជាព្រះអីទៅការបាត់លោកជាព្រះអង្គម្ចាស់តែគ្រប់គ្រងក្នុងព្រះមែនទេម្ចាស់អីចេះលេងដែររបស់ព្រះអង្គពេលនេះគាត់ជារបស់ខ្ញុំទេពួកនាងចេញតែថ្ងៃចង់ធ្វើអីហ្នឹងលេងដែររបស់គាត់ទៅយើងប្រាប់ឯងទៅចាស់ណាគាត់ជារបស់យើងតែម្នាក់គាត់កុំចាំមកទៅដែរត្រង់មិនមែនជារបស់ឯងទេខ្ញុំប្រាប់ឯងទៅចាស់ណាយើងបានប្រឡងខ្លួនធ្វើជាព្រះអង្គបានផ្សំតំណែងជាមួយគ្នាហើយលោកម្ចាស់ពិតជាអស្ចារ្យមែនខ្លាំងណាស់ទាំងអស់គ្នាចេញពីផ្លូវរបស់ខ្ញុំទៅការពិតព្រះអង្គគឺជាប្តីរបស់ខ្ញុំតាំងពីយូរមកហើយគឺពួកយើងទាំងពីរនាក់នៅពិភពផ្សេងទៀតណាពួកយើងទៅឆ្លងភពមន្ទីរនេះបាននិយាយអយុត្តិធម៌គាត់ជាប្តីរបស់ខ្ញុំលោកម្ចាស់សៅខ្ញុំមិននឹកស្មានថាលោកដូចមានមនោសញ្ចេតនាក្រោយខ្នងរបស់ព្រះអង្គអញ្ចឹងសោះបានហើយទាំងអស់គ្នាល្មមឈប់ទៅទាំងអស់គ្នាគិតថាកន្លែងនេះជាកន្លែងដណ្ដើមប្តីមែនទេតែព្រះនាងទាំងអស់មានសិលធម៌មានភាពថ្លៃថ្នូរជាព្រះនាងដែរទេក្នុងនាមយើងជាព្រះអង្គយើងបានប្រកាសឲ្យថាពួកនាងនគរទាំង3គឺត្រូវរៀបការជាមួយលោកម្ចាស់សៅហ្វាននៅចង់ដណ្ដើមចំណាត់ថ្នាក់ទៀតសៅហ្វានលោកម្ចាស់គឺជាមនុស្សនគរមហាជើព្រះអង្គគឺជាចៅហ្វាយរបស់លោកមែនទេយើងជាព្រះមហាក្សត្រត្រូវជាប្រពន្ធស្របច្បាប់របស់លោកអាយ៉ាណែថាម៉េចហ្នឹងបើអញ្ចឹងព្រះអង្គក៏យល់ព្រមធ្វើជាប្រពន្ធលោកប្តីដែរមែនទេរឿងនេះមិនយុត្តិធម៌ទេខ្ញុំធ្វើជាប្រពន្ធទី1ទៅត្រូវហើយបើទោះជាព្រះអង្គជាមហាក្សត្រនៅទីនេះប៉ុន្តែខ្ញុំជាអ្នកស្គាល់គាត់មុនណាស្គាល់គាត់មុនអញ្ចឹងឯងតាមពិតនាងស្គាល់គាត់គឺគ្រាន់តែនៅពិភពផ្សេងតែប៉ុណ្ណោះប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំបានរស់នៅជាមួយគាត់អស់រយៈពេល19ឆ្នាំមកដល់បច្ចុប្បន្នគឺ100ឆ្នាំគាត់តែលោកដីជាគ្រូរបស់ខ្ញុំនោះមែនទេទាំងអស់គ្នាកុំទាន់អសប្បាយអូស្ដេចបិសាចដូចជាយើងត្រឡប់មកវិញហើយអាយ៉ាសូមអបអរស្ដេចបិសាចសូមចូលធីមមួយផងត្រូវហើយខ្ញុំក៏សូមចូលធីមជាមួយស្ដេចបិសាចដែរកុំចាប់អាឡអិតនោះត្រូវហើយកុំចាប់អាឡអិតមួយនោះមួយនេះចង្រៃចូលចិត្តតែធ្វើបាបពួកយើងគ្រប់យ៉ាងស្ថិតនៅលើកំដាប់ដីរបស់យើងតែប៉ុណ្ណោះអាឡអិតពីមុនឯងវាយយើងប៉ុន្មានដាច់ធ្វើឲ្យយើងមានរបួសធ្ងន់ថ្ងៃនេះយើងនឹងសងសឹកឯងហើយមហាជើងនេះក៏ជារបស់យើងដែរនេះលោកកថាគ្រាន់តែជារបួសប៉ុណ្ណឹងគឺអាចធ្វើអ្វីតាមចិត្តមែនទេកុំសង្ខឹមតែហើយតាមសមត្ថភាពរបស់លោកប្តីគឺអាចកម្ចាត់ពួកឯងបានណាពេលក្បាច់កាពេកកប៉ុកដូចជាឯងនេះចាំរ៉ាស្លាប់ហើយអាមកមានមិនស្គាល់ភ្លេងថ្ងៃមុនជើងប្រាក់ក្បាច់ធឿនធីរ៉ា
ហើយចឹងថ្ងៃនេះឯងប្រើក្បាច់ស្អីចុះក្បាច់កែរំចង់ឬក៏ក្បាច់វងណយប៉ុន្តែយើងមានរបស់ការពារខ្លួន នេះគឺជារបស់វេទមន្តរបស់ព្រះអង្គម្ចាស់ហី អាចោផ្លុកជាប់អានេះគេហៅថាមួកសម្បត្តិភាពទេការពិតគឺព្រះអង្គម្ចាស់គ្រប់គ្រងពិភពទាំង4អីព្រះអង្គម្ចាស់អីទូបង្គំខុសហើយទូបង្គំខុសហើយអីទូបង្គំខុសហើយទូបង្គំខុសហើយសូមព្រះអង្គលើកលែងទោសឲ្យទូបង្គំផងទូបង្គំឆាប់ធ្វើហើយលោកគ្រូតែបំផាត់ស៊ូអើបានជួបលោកគ្រូម្ដងទៀតហើយស៊ូអើលើកនេះលោកគ្រូមិនទៅចោលអញទេលោកគ្រូពិតជានឹកអញខ្លាំងណាស់100ឆ្នាំហើយលោកគ្រូពិតជាចង់ជួបអញខ្លាំងណាស់សូមអោបមួយមកលោកគ្រូដឹងទេរយៈពេល100ឆ្នាំនេះខ្ញុំនឹកលោកគ្រូខ្លាំងណាស់លោកគ្រូក៏នឹកអញដូចគ្នាកូនសិស្សចង្គួនមើលតែលោកប្តីនិងព្រះអង្គគឺស្គាល់គ្នារយៈពេល100ឆ្នាំហើយដឹងអត់ហើយប៉ុន្តែគួរតែខ្ញុំទៅវិញទេដែលជាប្រពន្ធទី1របស់គាត់នោះមើលតែអំណាចរបស់លោកប្តីសំបីតែបេសាចក៏លុបជង្គង់ក៏តែព្រះអង្គម្ចាស់គ្រប់គ្រងភពទាំង4គឺពិតជាមានអំណាចណាស់ស្ដេចបេសាចការនោះយើងបានប្រាប់ឯងហើយចុះហេតុអ្វីពេលនេះឯងនៅតែប្រព្រឹត្តធ្វើខុសបែបនេះថែមទាំងលួចបង្កើតធីមអូទាញមនុស្សទាំងប៉ុន្មានអ្នកនេះចូលក្នុងធីមរបស់ឯងទៀតឯងធ្វើបែបនេះមានន័យថាចង់ប្រឆាំងជាមួយយើងហើយអត់ទេអីព្រះអង្គម្ចាស់ទូបង្គំមិនបានធ្វើអញ្ចឹងទេពួកគេចូលតែស្ម័គ្រចិត្តទេទូបង្គំសុំទោសផងព្រះអង្គម្ចាស់ក៏ដាក់ទូអីចាក់ក្នុងឆែកបីសាចង្រៃឯងនេះគួរតែសាក់សំ3 4 5 6ជើងថ្ងៃនេះឯងមានស្លាប់ក៏ហើមិនរួចដែរព្រះអង្គម្ចាស់ទូបង្គំសុំវមិនចាំបាច់វល់ជាងនោះទេអូនស្ថានភាពមិនស្រួលទេឡើយព្រះអង្គម្ចាស់ទូបង្គំសុំទោសទូបង្គំក៏សុំទោសទូបង្គំក៏សុំទោសដែរអាណាដឹងថាព្រះអង្គម្ចាស់ជាអ្នកគ្រប់គ្រងពិភពទាំង4នោះសុំទោសទូបង្គំសុំទោសទូបង្គំជាអ្នកខុសប៉ុន្មានអ្នកទៀតជាងលេខទោសប៉ុន្តែអាម្នាក់ដែរក៏ឃ្លឿនហើយធ្វើបាបសុនអិននោះយើងមិនទុកជីវិតឲ្យវារស់នៅបានទេត្រូវតែអាកដំពងចោលវិវត្តអាចអាកនោះមកឆ្មោកងាប់តែអាដំពងនោះឈឺចាប់យូរណាស់ទម្រងងាប់ទៅអើយឯងចង់រត់ពីកំណាប់ណៃយើងផងអំបញ្ញមិនយើងគ្រាន់តែមានគំរូថាចង់ដំពងឯងតែមិនទាន់បានដំពិតប្រកបទេតែពេលនេះយើងបដូរចិត្តហើយសម្រាប់ឯងចោលដើម្បីកុំឲ្យអុកលោកប្រជារាស្ត្រទីបើមិនអញ្ចឹងទេប្រជារាស្ត្រមិនអាចរស់នៅបានសុខសន្តិទេឯងស្លាប់ទៅនៅអាប្រែតណាខ្លះដែលចង់ប្រឆាំងជាមួយយើងអើយអាណាហ៊ានទៅអាណាហ៊ាននិយាយក៏គ្រឿងបែបនេះតាកញ្ចាស់យើងនឹងសម្រាប់ឯងចោលមិនលឹកស្មានថាខ្ញុំត្រូវស្លាប់ដោយសារតែនិយាយពីអាណាបាមាត់នឹងសោះអូយស្ដាយក្រោយណាស់ជាតិក្រខ្ញុំលេងប្រហើទៀតហើយសេចក្តីប្រកាសបើសិនជានគរបេមាហ៊ានបំពេញមហាជ័យគឺត្រូវមានទោសប្រហារជីវិតប្រជារាស្ត្រខ្លាចទៅជាទាសករ100ឆ្នាំនេះគឺជារាជបញ្ជារបស់ព្រះអង្គម្ចាស់គ្រប់គ្រងភពទាំង4ហេតុដូច្នេះប្រជារាស្ត្រទូទាំងនគរបេមាគឺត្រូវស្ដាប់បញ្ជាចាប់ពីពេលនេះតទៅសូមអរគុណព្រះអង្គម្ចាស់គ្រប់គ្រងពិភពទាំង4លោកគ្រូតែថ្ងៃមុខទៀតណាសូមលោកគ្រូឈប់ពាក់របស់មុខទៀតដែរណាចាប់ពីថ្ងៃនេះទៅនគរទាំង3ត្រូវតែចុះចូលជាមួយនឹងមហាជ័យហើយមិនត្រូវមានចិត្តក្បត់មហាជ័យទេអ្នកដែលមានចិត្តក្បត់សម្លាប់មិនរើសមុខប្រហារជីវិត9ជំនាន់អរគុណព្រះអង្គម្ចាស់ណែមកច្រាំឥឡូវរៀបការមួយខ្ញុំពេលណាទៅខ្ញុំពិតជាមិនអាចទ្រាំបានតទៅទៀតទេណាពីព្រោះខ្ញុំមិនចង់ស្គាល់រសជាតិអាំពាត់ទោសនោះទៀតខ្លាំងណាស់បានបងនឹងរៀបការជាមួយអូនពេលនេះលោកប្តីខ្លាចទៅជាព្រះអង្គម្ចាស់ថែមទាំងមានអំណាចខ្ពង់ខ្ពស់ទៀតហើយដូច្នេះថ្ងៃក្រោយគឺត្រូវតែថ្នមដៃជាមួយខ្ញុំបន្តិចណាព្រោះខ្ញុំគឺជាមនុស្សត្រីក្នុងចំណោមស្រីៗទាំងអស់ព្រះអង្គម្ចាស់ចាំខ្ញុំម្ចាស់ជាអ្នកបង្កើតប្រាប់បត្រាបត្រីឲ្យព្រះអង្គបានច្រើនពេកសូមព្រះអង្គទុបបតីចុះចំណែកខ្ញុំចង់បានតែ3នាក់តែប៉ុណ្ណោះចុះបើខ្ញុំម្ចាស់បង្កើតបានកូនប្រុសដាក់ឈ្មោះអ្វីទៅព្រះអង្គម្ចាស់ដាក់ឈ្មោះមែនទេហ៎ខ្ញុំជាលោកស្រីធំពួកឯងនិយាយស្អីគ្មានការគោរពខ្ញុំអញតិចសោះពេលនេះពួកឯងឆាប់ចាញ់ទៅយើងជាប្រពន្ធរបស់ទ្រង់ដែនតាមិនចាំបាច់ដេញត្រូវហើយពួកយើងជាប្រពន្ធដែនតាពួកយើងទាំងអស់គ្នាគឺត្រូវតែទទួលបានយុត្តិធម៌អាចារ្យពួកអូនទាំងអស់គ្នាឈប់ឆ្លោះគ្នាទៅម្នាក់សុទ្ធតែជាប្រពន្ធរបស់បងទេថ្ងៃក្រោយបង្កើតកូនឲ្យបងបានច្រើនបន្តិចទៅណាចំណែកឲ្យពួកលោកអ្នកដែលបានចោះចូលជាមួយនឹងមហាជ័យមិនថាពពកបរោះឬក៏ព្រះអង្គម្ចាស់នគរទាំង3ឲ្យទៅចោះចូលដល់ស្ម័គ្រចិត្តយើងនឹងមានអំណោយឲ្យព្រឹត្តិការណ៍ទាំងពីរមានរបួសយើងមានថ្នាំពិសេសឲ្យព្រះអង្គម្ចាស់គ្រប់គ្រងពិភពទាំង4ព្រះអង្គម្ចាស់តើថ្នាំទប់អ្វីទៅត្រូវហើយតើថ្នាំទប់អ្វីទៅទូបង្គំពិតជាចង់ដឹងលីនស៊ីនាងយកពីក្របនេះឲ្យគេទៅកុំភ័យអីនេះមិនមែនជាថ្នាំពុលទេជាក់ស្ដែងគឺជាថ្នាំទប់អាចជួយកម្លាំងធាតុពួកលោកបានណាព្រះគុណព្រះអង្គម្ចាស់ព្រះគុណព្រះអង្គម្ចាស់អាយ៉ានៅចាប់បច្ចៈអស្ចារ្យណាស់ទីបំផុតព្រឹត្តិការណ៍របស់យើងជាសះស្បើយហើយថែមទាំងមានធម៌ពលទៀតព្រះអង្គម្ចាស់បានសងសឹកឲ្យខ្ញុំម្ចាស់ស្រឡាញ់ព្រះអង្គម្ចាស់ខ្លាំងណាស់គ្មានអីសងគុណទេមានតែយប់នេះចំណែកឯលីនស៊ីវិញតើចង់បានរង្វាន់អ្វីទៅសូមទូព្រះអង្គម្ចាស់ខ្ញុំម្ចាស់មិនសុំអ្វីទេសូមតែនៅក្បែរព្រះអង្គការពារព្រះអង្គនិងព្រះអង្គម្ចាស់អស់មួយជីវិតតែប៉ុណ្ណោះព្រះពរម្ចាស់បានយើងអនុញ្ញាតលោកប្តីសម្រាប់ខ្ញុំគឺជារង្វាន់ដ៏ធំបំផុតនិងស័ក្តិសិទ្ធិបំផុតសម្រាប់ខ្ញុំម្ចាស់អញ្ចឹងយប់នេះអ្នកដែលសពោតមុនគេនោះគឺជាអូនហើយណា
ពេលនេះពិភពលោកទទួលបានសន្តិភាពសមត្ថទាំង4ក៏បានបូកចូលគ្នាតែលោកប្តីមានបំណងអីតែអនាគត នៅថ្ងៃអនាគតបងបានរៀបចំរួចរាល់ហើយបងនឹងសាងសង់គ្រឹះវិឡាឲ្យធំប៉ុណ្ណានេះនឹងស្វែងរកអ្នកក្លាហានណាដែលមានប្រពន្ធច្រើនដូចជាបងអញ្ចឹងផឹកជាមួយគ្នាចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកម្យ៉ាងទៀតបងចង់នាំអូនទៅកាន់ពិភពរបស់បងធ្វើដំណើរទេសចរជុំវិញពិភពផែនដី ចាស់តែលោកប្តីចង់ដឹងអត់ថាស៊ូអែមានផែនការអ្វីនោះ មិនដឹងទេ ផែនការរបស់ខ្ញុំនោះគឺខ្ញុំចង់ឲ្យបងបង្កើតកូនប្រុសមួយឲ្យខ្ញុំដើម្បីបន្តតកូលទៅថ្ងៃមុខហើយខ្ញុំមិនជឿថាព្រះអង្គម្ចាស់ដ៏អស្ចារ្យរបស់ខ្ញុំគ្រាន់តែបង្កើតកូនប្រុសដ៏អស្ចារ្យមួយឲ្យខ្ញុំរឿងអីបងធ្វើមិនបាននោះ ចាំបងបង្កើតឲ្យចង់បានប្រមាណចាំបងជួយបង្កើតឲ្យណា ព្រះអង្គនេះជាអ្វីដែលធ្វើឲ្យព្រះអង្គមានការភ្ញាក់ផ្អើលណាស់ព្រះមេម្ចាស់ពួកយើងក៏អាចធ្វើដំណើរទៅណាលោកប្តីខ្ញុំម្ចាស់ក៏ចង់ទៅដែរណាព្រះមេម្ចាស់ហើយខ្ញុំម្ចាស់ទៅជាមួយទៅការចំណាយតាមប្រមាណទុកខ្ញុំម្ចាស់ជាអ្នកចេះចំណែកខ្ញុំម្ចាស់ប្រើត្រីវិស័យដើម្បីមើលផ្លូវណាព្រះពោម្ចាស់ អើចាពួកអូនទាំងអស់គ្នាឈប់និយាយទៅបងមានកណិតមួយចង់និយាយប្រាប់ពួកអូន កំណត់អីគេទៅ បងនឹងនាំពួកអូនទៅដើរលេងនៅពិភពផែនដីរបស់បងគឺឆ្នាំ2025 ល្អណាស់យេ